Hello អ្នកទាំងអស់គ្នាមាននឹងដែរខ្ញុំនឹងចូលសេរឿងថ្មីមួយទៅមើលចាញ់នោះទេហើយសេរឿងដែរមានចំណងជើងថាហាន់យកថ្ងៃនឹងខ្លាចជាម្ចាស់ស្ត្រីហើយអ្នកទាំងអស់គ្នាមានសំឡេងរំខានពីខាងក្រៅអីកុំប្រកាន់អីព្រោះខ្ញុំនេះសម្រាប់ទាំងកដាយកនោះទេហើយកុំថាខ្ញុំនិយាយច្រើនពេកយើងចូលសាច់រឿងយើងទាំងម្ដងទៅចាប់ដើមសាច់រឿងយើងមុនដំបូងយើងក៏បានឃើញលោកយាយម្នាក់បាននិយាយទៅបរិសម្នាក់ថាតើឯងនេះចង់ទៅក្រៅភូមិមែនទៅបរិសម្នាក់នោះក៏បាននិយាយថាតើលោកយាយនឹងនៅយករឿងចាស់មកនិយាយប្រាប់ខ្ញុំដល់ណាទៀតលោកយាយរបស់យើងក៏បាននិយាយថាតើឯងនឹងចង់ខ្លាចជាអ្នកតារាមែនឯងចង់ផាត់មុខផាត់អីមែនទូប្រុសរបស់យើងក៏បាននិយាយតបទៅវិញថាតើខ្ញុំនឹងសំជាអ្នកទៅវះកាត់កែមុខអីមែនហើយកុំប្រាប់ខ្ញុំថាឲ្យខ្ញុំទៅធ្វើអញ្ចឹងឲ្យសោះខ្ញុំយ៉ាងណាក៏ខ្ញុំមិនធ្វើអញ្ចឹងដែរខ្ញុំធ្វើតាមសមត្ថភាពខ្ញុំឲ្យគេហៅខ្ញុំថាអាចដល់ទើនតែបានបន្ទាប់ពីទូប្រុសបាននិយាយរួចទូប្រុសក៏បានដើរចេញពីផ្ទះហើយលោកយាយក៏បានតបថាតើឯងនឹងមិនបានចូលប្រឡងនៅក្នុងតារាអីទេទូប្រុសរបស់យើងក៏បានតបទៅលោកយាយវិញថាច្បាស់ណាស់គឺជាមុខរបស់ខ្ញុំព្រោះមុខរបស់ខ្ញុំវាមិនសូវស្អាតនោះទេហើយទូប្រុសនិយាយថាតើខ្ញុំចាក់ចេញទីនេះហើយមែនទេទើបមកពីទូប្រុសរបស់យើងបានចាក់ចេញពីលោកយាយទូប្រុសរបស់យើងបាននិយាយថាមកពីខ្ញុំមិនសង្ហាតើខ្ញុំអាចផ្លាស់ប្ដូរខ្លាចជាស្ត្រីបានទេពេលខ្ញុំផ្លាស់ប្ដូរទៅវាធន់ធ្ងរប៉ុណ្ណាទៅសម្រាប់ខ្លួនខ្ញុំទូប្រុសយើងបាននិយាយថាបើសិនតើគាត់មិនខំធ្វើការនោះទេឱកាសគឺមិនអាចចាប់បាននោះទេព្រោះឱកាសមិនអាចងាយមាននោះទេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយរួចសាច់រឿងរបស់យើងក៏មកដល់កន្លែងសាលាគារមួយទូប្រុសរបស់យើងក៏បានសុភានៅក្នុងសាលាគារមួយហើយបាននិយាយថាខ្ញុំមានឈ្មោះសៀនយក់អាយុ20ឆ្នាំនៅក្រោមការដឹកនាំរបស់អ្នកតែទូប្រុសរបស់យើងបកស្រាយភាសាខ្មែរខ្ញុំឃើញមានឈ្មោះថាសៀនយក់របស់យើងបើសិនជានៅឈ្មោះអង់គ្លេសឈ្មោះហាន់យ៉ូតែកុំសូវសាំញ៉ាំយឺតខ្លាចខាតសាច់រឿងយើងអស់យើងចូលសាច់រឿងយើងវិញបន្ទាប់មកអ្នកចាត់ការបាននិយាយទៅប្រាប់ទូប្រុសរបស់យើងថាគាត់ឯងល្អណាស់តែគាត់ទាំងខ្វះខាតមុខមាត់សក់សម្បុរបន្តិចបន្ទាប់មកអ្នកចាត់ការនៅគេអ្នកបាននិយាយថាបើសិនជាយើងចង់យកគាត់យើងត្រូវប្រហាត់គាត់យ៉ាងយឺតយ៉ាវបន្តិចរួចហើយគាត់បាននិយាយថាបើសិនជាយើងឲ្យគាត់អនុញ្ញាតឲ្យគាត់ឆ្លងកាត់ចំដំបងគឺចាំមើលផលិតផលរបស់គាត់ផងទៅបន្ទាប់មកទូប្រុសរបស់យើងបានដើរចេញពីបន្ទប់សម្ភារហើយគេបាននិយាយថាចាំមើលគេមើលលទ្ធផលរបស់គាត់សិនចាំគេឆាប្រាប់គាត់តាមក្រោយទូប្រុសរបស់យើងបាននិយាយថាវាយូរណាស់ដែលខ្ញុំប្រឡងទីនេះហើយទូប្រុសយើងនិយាយថាបើខ្ញុំប្រឡងនេះសូមឲ្យទៅបានយ៉ាងល្អបន្ទាប់មកទូប្រុសរបស់យើងកំពុងដំណើរហើយមានអ្នកផ្ញើសារមកឲ្យទូប្រុសថាតើអ្នកណាផ្ញើសារមកឲ្យខ្ញុំបែរគេផ្ញើសារឲ្យខ្ញុំធ្វើរបាយការណ៍យកទៅឲ្យគេស្អែកនឹងហើយពេលទូប្រុសរបស់យើងបានបើកមើលសារនឹងហើយគេឲ្យទូប្រុសរបស់យើងជួយច្បាប់ចម្លងហើយខាងក្រោមខ្ញុំខ្ជិលអានតែខ្ញុំក៏បានសំណងចោលនោះទៅបន្ទាប់មកទូប្រុសរបស់យើងក៏បាននិយាយថាតើខ្ញុំស្មានតាមមិនល្អទៅអីហើយទូប្រុសយើងនិយាយថាខ្ញុំអរគុណនោះហើយបន្ទាប់មកទូប្រុសរបស់យើងពិតជាច្បាស់មែនតើព្រោះទូប្រុសរបស់យើងនិយាយថាខ្ញុំស្មានតែការងារនឹងវាល្អការពិតវាមានការបដិសេធម្ខាងមួយទៀតបន្ទាប់មកទូប្រុសរបស់យើងនិយាយថាបន្ទាប់ពីលេខាបានមើលកណត្រារបស់ខ្ញុំគេមិនអាចទទួលយកខ្ញុំបាននោះទេព្រោះខ្ញុំវាមិនសូវល្អបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ទៅអតីតកាលរបស់ទូប្រុសរបស់យើងបានឃើញបុរសម្នាក់កំពុងទៅបែកចំហហូរឈាមហើយបន្តអ្នកនឹងបាននិយាយថាតើឯងនឹងអ្នកណាគេឯងនឹងមិនចង់ខ្លាចគេផ្សាយព័ត៌មានថាឯងនឹងជាក្មេងអាក្រក់ទេអីហើយទោះឲ្យយើងក៏ជាខ្នើតនឹងអានឹងមែនតែតាំងពីពេលនោះហើយដែលឈ្មោះទូប្រុសរបស់យើងគឺមិនសូវល្អនោះទេឡោះពីអតីតកាលទូប្រុសរបស់យើងកំពុងតែឈរមើលម៉ាត់មួយកន្លែងបន្ទាប់មកទូប្រុសរបស់យើងបាននិយាយម្នាក់ឯងថាតើខ្ញុំនៅទីនេះមែនទេតើខ្ញុំត្រូវហូបអាហារនៅទីនេះបន្ទាប់មកទូប្រុសរបស់យើងក៏បានដើរចូលទៅក្នុងហាងហើយទូប្រុសរបស់យើងក៏បានអត់ឃើញតើនេះគឺជាអតិថិជនមែនទេគឺថាទូប្រុសយើងគឺជាខូចមែនតែថាស្ដឹងគេមើលទាំងលើមើលទាំងក្រោមនៅទូប្រុសយើងក៏បាននិយាយថាតើនាងគឺជាអតិថិជនមែនហើយមនុស្សស្រីនឹងក៏បានអត់មើលមកទូប្រុសបន្ទាប់មកម្នាក់ស្រីនឹងបាននិយាយទៅឧបត្ថម្ភតើគាត់ជាអ្នកណានេះខ្ញុំសុំទោសផងគឺខ្ញុំយល់ច្រឡំអ្នកស្រីនឹងអញដែលផ្ញើសារទៅឲ្យទូប្រុសហើយនារីនោះបាននិយាយទៅទូប្រុសយើងតើលោកជាចៅប្រុសរបស់សិលម៉ានមែនឬទេបន្ទាប់មកនារីនឹងបានសរសើរទៅទូប្រុសយើងថាតើលោកកាត់ឡើងសម្រស់មែនបន្ទាប់មកនារីអ្នកនឹងគាត់បាននិយាយថាគាត់និយាយលេងទេ
តែតាំងពីខ្ញុំមានការងារធ្វើមកខ្ញុំមិនបានសូវលេងមួយអ្នកនោះទេតែខ្ញុំបានតាក់ទងទៅយាយរបស់អ្នកផងដែរហើយលោកយាយរបស់លោកយាយពីលោកច្រើនផងដែរតែទូប្រុសឲ្យយើងបានខ្ញុំអរគុណបន្ទាប់មកលោកប្រុសឲ្យយើងបាននិយាយថាតើលោកយាយមិននៅទីនេះមែនទេហើយនារីអ្នកនឹងបាននិយាយថាលោកយាយបានចេញទៅអត់ហើយខ្ញុំនៅទីនេះខ្ញុំក៏បាននិយាយជាមួយនឹងលោកផ្ទាល់មាត់ផងដែរបន្ទាប់មកនារីម្នាក់នឹងសួរទៅទូប្រុសឲ្យយើងថាតើលោកនឹងមានពេលវេលាខ្លះទេហើយទូប្រុសយើងបានធ្វើទឹកមុខឆ្ងល់ហើយនារីម្នាក់នឹងក៏បានយកកាតឲ្យទូប្រុសមួយបន្ទាប់មកទូប្រុសរបស់យើងក៏បានមើលកាតនឹងតើនេះគឺជាការភ្នាក់ងារសម្ងាត់មែនឬទេបន្ទាប់មកនារីម្នាក់នឹងបានយកទូប្រុសតើលោកនឹងចង់ទៅទស្សនការមួយថ្ងៃពេញមែនទេតើលោកនឹងមិនដែលឆ្លងកាត់ជាមួយនឹងអ្នកណាទេបន្ទាប់មកទូប្រុសរបស់យើងបាននិយាយថាខ្ញុំធ្លាប់ឆ្លងកាត់ក្រុមហ៊ុនតូចម្ដងដែរតាបន្ទាប់មកទូប្រុសយើងបានទៅលាក់ទឹកមុខតែហើយគាត់បាននិយាយថាខ្ញុំធ្លាប់ហ្វឹកហាត់ម្ដងតែសកម្មតែវាចំណេញតែតែធ្លាក់ហើយនេះនឹងបាននិយាយលេងសើចទៅទូប្រុសរបស់យើងថាតើលោកមិនអាចគេតតចេញពីក្រុមហ៊ុនមែនទេបន្ទាប់មកនារីម្នាក់នឹងសួរទៅទូប្រុសរបស់យើងថាតើលោកនឹងជានិស្សិតសាលាមែនហើយទូប្រុសរបស់យើងបាននិយាយថាតើជីដូនបាននិយាយប្រាប់កាន់នាងមែនទេបន្ទាប់មកទូប្រុសរបស់យើងបានគិតថាតើវាគឺជាបញ្ហាធំមែនសម្រាប់ក្រុមហ៊ុនបន្ទាប់មកទូប្រុសរបស់យើងបានសួរទៅនាងថាហេតុអ្វីបានជានាងមិនប្រាប់ខ្ញុំជាមុនបន្ទាប់មកទូប្រុសយើងបានសួរទៅកាន់នាងថាតើនាងដឹងគ្រឿងខ្ញុំច្រើនម្ល៉េះតើនាងត្រូវការអ្វីហើយនាងនេះបាននិយាយថាតើលោកមិនបដិសេធមែនទេបន្ទាប់មកទូប្រុសរបស់យើងនិយាយថាតើឲ្យខ្ញុំបញ្យល់នាងមែនហើយនាងរៀបអ្នកនឹងថាមិនបាទទេបន្ទាប់មកនាងរៀបអ្នកយើងនិយាយទៅកាន់ទូប្រុសថាខ្ញុំនឹងនាំលោកចូលក្នុងក្រុមហ៊ុនរបស់ខ្ញុំបន្ទាប់មកទូប្រុសយើងបានអង្គុយអង្គបន្តិចហើយទូប្រុសយើងសួរថាតើខ្ញុំអាចចូលបានមែនទេបន្ទាប់មកនាងរៀបអ្នកនឹងនិយាយទៅកាន់ទូប្រុសលោកអាចចូលបានតែលោកត្រូវការសាកល្បងសាមញ្ញមួយដែលគាត់ត្រូវឆ្លងកាត់ហើយទូប្រុសរបស់យើងក៏មានថាមិនអីទេហើយទូប្រុសយើងក៏បាននិយាយថាតើខ្ញុំសាកល្បងអ្វីទៀតហើយនារីម្នាក់នឹងក៏បាននាំទូប្រុសយើងមកដល់ខុនដូមួយហើយទូប្រុសយើងគឺធ្វើទឹកមុខលីលើមែនតើបន្ទាប់មកម្នារីអ្នកនឹងនិយាយថាទីហើយទីនេះកន្លែងធ្វើតែហើយទូប្រុសរបស់យើងក៏បាននិយាយថាតើនេះមែនជាកន្លែងធ្វើតែសន្តាគារហើយនារីម្នាក់នឹងនិយាយថាទីនេះហើយបន្ទាប់មកទូប្រុសរបស់យើងបានឈប់គិតម្នាក់តើនាងជាបុគ្គលិកក្រុមហ៊ុនមែនហើយខ្ញុំថានាងដូចជាគ្រូថ្នាក់បន្ទាប់មកនារីម្នាក់នឹងសួរទៅកាន់ទូប្រុសរបស់យើងថាតើលោកមានអីទេហើយទូប្រុសយើងបានថាមិនអីទេបន្ទាប់មកនារីម្នាក់នឹងក៏បានយកដៃលុបទៅក្នុងកាបូបហើយទូប្រុសយើងជាភ័យមែនតើនារីម្នាក់នឹងនិយាយថាតើអ្វីដែលគឺត្រូវធ្វើគឺជាមកទូប្រុសរបស់យើងគឺស្លើមែនតើគឺនារីម្នាក់គឺដកយកដុំសាប៊ូមួយហើយដុំសាប៊ូមួយហ្នឹងគឺនារីម្នាក់នឹងឲ្យគាត់យកទៅដាក់ក្នុងអាងសម្រាប់មិចទឹកបន្ទាប់មកទូប្រុសយើងបាននិយាយទៅកាន់នារីម្នាក់ថាតើនាងមិនកំពុងធ្វើអ្វីបន្ទាប់មកនារីម្នាក់នឹងបានសួរទៅទូប្រុសថាតើលោកមិនចង់ធ្វើលោកអាចទៅទៀតបានបន្ទាប់មកទូប្រុសយើងមកទៀតវាសារមែនតើគឺគាត់កំពុងតែគិតហ្នឹងឯងបន្ទាប់មកទូប្រុសយើងបានសួរទៅនារីម្នាក់នឹងថាតើខ្ញុំរំលាយវាចូលក្នុងអាងមិចទឹកហើយខ្ញុំចូលមិចទឹកមែនទេបន្ទាប់មកនារីម្នាក់និយាយថានឹងឲ្យយើងត្រូវត្រាំទាំងអស់ទាំងរាងកាយឲ្យសព្វបន្ទាប់មកទូប្រុសយើងបានចូលដល់ក្នុងអាងទឹកហើយទូប្រុសយើងបើកទឹកចោលហើយនិយាយថាតើខ្ញុំត្រូវរំលាយវាហើយខ្ញុំត្រូវចូលត្រាំមែនទេបន្ទាប់មកទូប្រុសយើងក៏បានចូលត្រាំទៅហើយមកស្ទុះមកទូប្រុសយើងក៏បានងើបចេញវិញហើយដើរយ៉ាងនិយាយថាតើវាយូរប៉ុណ្ណាទេហើយខ្ញុំអាចឬឈឺរាងចុកចាប់បន្តិចមែនហើយទូប្រុសយើងគឺអត់សូវបានកើតយូរទេហើយទូប្រុសយើងក៏បានដើរទៅមុខកញ្ចក់ហើយទូប្រុសយើងបានភ្ញាក់ផ្អើលនឹងមុខគ្នាមែនទេអាសេះរឿងរបស់យើងបានឃើញនារីម្នាក់កំពុងតែនិយាយទូរស័ព្ទហើយក៏បាននិយាយថាយើងនឹងមានមនុស្សស្រីម្នាក់ទេដាក់ចូលក្នុងក្រុមហើយនារីដែលតែមិញទាំងហ្នឹងគឺជាទូប្រុសរបស់យើងឯងសាច់រឿងរបស់យើងគាត់ទៅឃើញនារីម្នាក់គឺជាទូប្រុសរបស់យើងនឹងឯងពេលដែលទូប្រុសរបស់យើងដើរនៅកន្លែងកញ្ចក់ទូប្រុសរបស់យើងបានឃើញរូបនោះហើយទូប្រុសរបស់យើងបាននិយាយថាតើនេះគឺជាអ្នកណាសាច់រឿងរបស់យើងកាត់មកខាងនេះវិញគឺឃើញនារីម្នាក់កំពុងតែអង្គុយចាំទូប្រុសហើយក៏បាននិយាយថាពេលវេលាកំឡុងយូរមកហើយមិនក៏គាត់មិនទាន់ចេញមកទេបន្ទាប់ពីនារីម្នាក់នឹងបាននិយាយរឿងខ្ញុំមើលទូប្រុសរបស់យើងបានគាត់ទ្វារឲ្យសានហ៊ីនបើកទ្វារគាត់ផងហើយខ្ញុំទើបដឹងថានារីម្នាក់នឹងឈ្មោះសានហ៊ីនហើយសានហ៊ីនរបស់យើងក៏បានដើរទៅបើកទ្វារខ្ញុំនឹងទូប្រុសរបស់យើងបានដល់ម្ដងចាប់ក្បួយក៏ឲ្យសានហ៊ីនចូលតែម្ដងហើយទូប្រុសរបស់យើងសួរទៅកាន់សានហ៊ីនថាតើនាងបានធ្វើអីរាងកាយរបស់ខ្ញុំមែនបានជាខ្ញុំខ្លាចជាមនុស្សស្រីចឹងខ្ញុំនោះដែរសានហ៊ីនរបស់យើងបានសួរទៅកាន់ទូប្រុសយើងថាតើនាងជាអ្នកណាខ្ញុំនឹងទូប្រុសរបស់យើងក៏បានតបទៅកាន់ហានយីនថា
ខ្ញុំបានធ្វើតាមការណែនាំរបស់អ្នកឥឡូវខ្ញុំបានខ្លាចជាបែបនេះហើយហានយូរបស់យើងបាននិយាយទៅកាន់ហានយីមថាតើអ្នកនឹងមិនចម្លែកនោះទេហើយអ្នកណាក៏អាចមើលរាងកាយនឹងឃើញផងដែរហានហ៊ីនរបស់យើងបាននិយាយទៅកាន់ហានយូរបស់យើងថាហើយខ្ញុំនឹងសុំទោសខ្ញុំផន់ស្លោរបស់ខ្ញុំមើលតាមស្ថានភាពរបស់អ្នកសិនแล้วនៅហានយូរបស់យើងមាននិយាយថាអូទេខ្ញុំខ្លាចជាមនុស្សស្រីแล้วនៅហានហ៊ីនរបស់យើងបាននិយាយទៅកាន់ទូប្រុសថាអូខ្ញុំនឹងមិនសូវជឿ100%នោះទេតែឥឡូវនាងខ្លាចជាមនុស្សស្រីហើយស្អីរឿងរបស់យើងឃើញហានហ៊ីនកំពុងតែឈរប្រាប់ប្រកាន់ទូប្រុសថាហើយខ្ញុំមកស្រ័យលោកស្ដាប់សារមុនដំបូងខ្ញុំឲ្យអ្នកមិចទឹកជាមួយនឹងដុំសាប៊ូដែលខ្ញុំបានឲ្យអ្នកហើយគេបាននិយាយតគ្នាថាបើសិនជាយើងមិចទឹកនឹងដុំសាប៊ូនឹងនឹងមានរឿងអ្វីកើតឡើងមកលាមនោះហានហ៊ីនរបស់យើងយកទៅកាន់ទូប្រុសប្រហែលវាអាចប៉ះពាល់ទៅកិច្ចការរបស់អ្នកខ្ញុំសង្ស័យថាហានយកវិជាមុននេះជាមនុស្សស្រីទេនេះលាមនោះទូប្រុសរបស់យើងបានយកទៅកាន់សានហ៊ីនថាតើអ្នកកំពុងតែលេងសើចមួយខ្ញុំមែនលាមនោះសានហ៊ីនរបស់យើងយកទៅកាន់ទូប្រុសថាខ្ញុំធ្លាប់តែនិយាយប្រាប់អ្នកដែលខ្ញុំបានលឺឥឡូវខ្ញុំបានឃើញវាជោគជ័យហើយសានហ៊ីនរបស់យើងបាននិយាយទៅកាន់ហានយករបស់យើងថាអូខ្ញុំមិនជឿទេថាសម្រស់អ្នកស្រស់ស្អាតពីជាតិមុនលាមនោះហានយករបស់យើងយកទៅកាន់សានហ៊ីនថាតើអ្នកកំពុងតែលេងសើចនឹងខ្ញុំមែនហើយខ្ញុំមិនដែលឮរឿងនេះក្នុងជីវិតរបស់ខ្ញុំនោះទេព្រាមនៅទូប្រុសរបស់យើងបាននឹកឃើញដែលលោកយាយរបស់គាត់បានប្រាប់គាត់ថាលោកយាយបាននិយាយទៅកាន់ទូប្រុសយើងថាតើអ្នកមិនមែនជាមនុស្សដែលបង្ហាញខ្លួននៅលើកញ្ចក់ទូទៅនោះទេតើអ្នកនៅតែបន្តជ្រេងមែនសង្ស័យថាលោកយាយនេះមិនដឹងថាទូប្រុសចិត្តមិនជាមនុស្សស្រីទេនេះបន្ទាប់ពីលោកយាយបាននិយាយទៅកាន់ហាន់យោរួចព្រាមនៅហាន់យោរបស់យើងនិយាយទៅកាន់លោកយាយវិញថាតែមុខខ្ញុំនឹងតាក់ទងឲ្យនឹង ITI មែនហើយមនុស្សស្ងាយគេអាចកែសម្ផស្សបាននៅក្នុងពេលបច្ចុប្បន្នបន្ទាប់ពីលោកយាយបានលើទូប្រុសនិយាយរួចលោកយាយបាននិយាយទៅកាន់ទូប្រុសវិញថាទូប្រុសរបស់យើងធ្លាប់ធ្វើរឿងនឹងវិចិត្រមុនមែនបានចិត្តនឹងជាចិត្តធ្វើចេះមែនហើយទូប្រុសយើងបាននិយាយទៅកាន់លោកយាយថាតើលោកយាយនឹងកំពុងនិយាយពីអីគេប្រហែលលោកយាយនឹងបាត់បង់ប៉ះពាល់នៅគ្រូមន្តអាគមលោកយាយមិនលាឈប់មកតែបន្ទាប់ពីលោកយាយលឺលោកយាយបានដាក់ទូប្រុសម្ដាយយកមកលៀងនោះលោកយាយនិយាយទៅកាន់ទូប្រុសថាតើអ្នកនិយាយជាមួយលោកយាយខ្លួនឯងនិយាយបែបនេះមែនទេព្រាមនោះលោកតាបាននិយាយទៅកាន់លោកយាយថាកុំប្រកាន់គាត់អីហើយលោកតានិយាយបន្តទៀតថាច្បាស់ណាស់ទូប្រុសរបស់យើងគាត់យកលេសចង់ខ្លាចជាតារាព្រោះគាត់មិនចង់សិក្សានោះទេហើយសាច់រឿងរបស់យើងកាត់មកពេលបច្ចុប្បន្នវិញបន្ទាប់ពីទូប្រុសរបស់យើងបានគិតរួចទូប្រុសរបស់យើងបានគិតក្នុងចិត្តថាតើវាអាចគិតនៅខាងគំនិតខ្ញុំមែនព្រាមនោះទូប្រុសរបស់យើងបាននិយាយទៅកាន់សានហ៊ីនថាតើអ្នកអាចស្ដាប់ឮរឿងដែលលោកយាយខ្ញុំបាននិយាយប្រាប់មែនព្រាមនោះទូប្រុសរបស់យើងបាននិយាយទៅកាន់សានហ៊ីនថាតើទំនាក់ទំនងទាំងពីរនោះជាអ្វីព្រាមនោះទូប្រុសយើងនិយាយទៅកាន់សានហ៊ីនថាកុំភ្លេចវាចោលទៅធ្វើម៉េចឲ្យខ្ញុំនឹងខ្លាចជាមនុស្សប្រុសវិញកុំថាខ្ញុំនឹងរស់នៅបែបនេះជារៀងរហូតណាសាហ៊ីនរបស់យើងទៅកាន់ទូប្រុសវិញថាកុំបារម្ភឲ្យវាមានវិធីផ្លាស់ប្ដូរនោះទេតែការសំខាន់បន្ទាប់ពីទូប្រុសយើងបានស្ដាប់ឮហើយទូប្រុសយើងបានសួរទៅកាន់សាហ៊ីនថាតើវាមានអ្វីមែនសាហ៊ីនរបស់យើងបាននិយាយទៅកាន់ទូប្រុសថាអ្នកគឺជាសេះស្អាតលើកដំបូងដែលខ្ញុំបានឃើញព្រមនៅទូប្រុសយើងបាននិយាយទៅកាន់សាហ៊ីនថាកុំប្រាប់ខ្ញុំថាអ្នកព្រមនៅហាន់យករបស់យើងនិយាយទៅកាន់សាហ៊ីនថានេះមិនមែនជាការសាកល្បងទេព្រមនៅសាហ៊ីនរបស់យើងបាននិយាយកាន់ទូប្រុសថាអ្នកអាចប្រឡងជាប់បានហើយសាហ៊ីនរបស់យើងបាននិយាយកាន់ទូថាអ្នកត្រូវតែចូលរួមជាមួយនឹងក្រុមហ៊ុនរបស់ខ្ញុំហើយអ្នកត្រូវតែមានរូបរាងជាមនុស្សស្រីមិនអាចចូលបានអូខ្ញុំភ្លេចប្រាប់អ្នករឿងមួយដុំសាប៊ូពណ៌ក្រហមវាអាចផ្លាស់ប្ដូររូបរាងអ្នកមកវិញឯដុំសាប៊ូពណ៌ខៀវវាអាចផ្លាស់ប្ដូររូបអ្នកទៅជាមនុស្សស្រីវិញបានហើយសាហ៊ីនមកយើងទៅកាន់ទូប្រុសយើងថាឲ្យអ្នកនឹងគ្រាន់បានច្បាស់រួចឲ្យលោកនឹងទៅក្រុមហ៊ុនរបស់ខ្ញុំឲ្យលោកនាយកនឹងបញ្ចូលប្រាប់ពេលក្រោយហ្មងទៅអូខ្ញុំភ្លេចប្រាប់រឿងមួយខ្ញុំនឹងចូលចិត្តលោកណាស់ហើយយើងសង្ឃឹមតែជួបគ្នានៅពេលក្រោយបន្ទាប់ពីទូប្រុសយើងបានស្ដាប់សាហ៊ីននិយាយរួចទូប្រុសយើងបាននិយាយទៅកាន់សាហ៊ីនវិញថាយើងនឹងទៅបញ្ចូលគ្នាថ្ងៃនឹងទេតើអ្នកហ៊ាននិយាយរឿងនេះដាក់ខ្ញុំមែនបន្ទាប់ពីសាហ៊ីនទៅផ្ទះទូប្រុសយើងបានងើបឆោបទូប្រុសយើងបានដើរទៅមេទឹកសម្រាប់ខ្លួនខ្ញុំនៅទូប្រុសយើងបាននិយាយទូរស័ព្ទជាមួយនឹងអ្នកណាគេម្នាក់តើពេលហ្នឹងហើយទូប្រុសរបស់យើងបាននិយាយសួរទៅកាន់បារម្ភនេះថាពេលហ្នឹងផុតម៉ោងទូទាត់លុយហើយមែនបន្ទាប់មកសេចរឿងរបស់យើងកាន់ឃើញទូប្រុសយើងពងតែឈរទូប្រុសយើងបានគិតថាអូខ្ញុំឈួតហើយទូប្រុសយើងបានគិតក្នុងចិត្តថាអូខ្ញុំមានអាងមួយទឹកមកពីណាបើកន្លែងខ្ញុំអត់មានអាងមួយទឹកផងហើយផ្ទះយាយខ្ញុំក៏អត់មានអាងមួយទឹកទេភ្លាមនោះទូប្រុសយើងបាននឹកឃើញរឿងមួយអូហើយយាយលោកយាយបានដឹងរឿងនេះមកហើយសាច់រឿងរបស់យើងបានឃើញទូប្រុសរបស់យើងឈរនៅមុខផ្ទះលោកយាយរបស់គាត់ហើយទូប្រុសយើងបាននិយាយថាតើនាងមិននៅទីទេមិនគឺខ្ញុំទេទៅនាងចុចបិទរហូតចឹងព្រមនោះទូប្រុសយើងមានថាតើមានរឿងអីកើតឡើងមែន
Thêm nữa nên ri mình để nó coi từ pro như tha ta từ pro giống mơ pro crew mình là công mà crew mình là công cất phơi đầm na về cam mặt ai bạn tập đi từ pro giống bạn lư này ri mình để bạn chạy rồi từ pro giống bạn nhẹ tầm này ri này này ri mình bạn khơi một từ pro giống bạn tha ta những cái chuyện đa ra là bởi mày bạn mộng những sạc mày từ pro giống bạn nhảy để can nệ mình này là tha ta nệ mình nó đang ta lựa chơi bảo khoan nó mò vay nó bên nè tại nệ mình nệ nướng bạn tập can từ pro tha ta chừng miếng vayបន្ទាប់ពីនារីម្នាក់ហ្នឹងនិយាយថាជើងទូប្រុសវិញឥឡូវគាត់បាននិយាយកាន់ទូប្រុសវិញថាសំណាងណាដែលគាត់មិនបាននិយាយថាគាត់មកពេលណានោះទេពីអ្នកមីងបាននិយាយកាន់ទូប្រុសរួចខ្ញុំភ្លេចប្រាប់ឯងរឿងមួយលោកយាយរបស់លោកតើកម្លែងជនបទមិនសូវមានសេវាទូរស័ព្ទទេទោះលោកតាកតូនតើក៏មិនចូលផងដែរសាច់រឿងមកយើងកាន់មកដល់កន្លែងខុនដូឃើញទូប្រុសយើងកំពុងតែស៊ូ AI ហើយទូប្រុសយើងស៊ូទៅកាន់គេថាតើយើងអាចប្រើក្របបែកទឹកនៅក្នុងបន្ទប់បានទេហើយគេបានឆ្លើយតបកាន់ទូប្រុសថាតើលោកនឹងឈួតមែនបន្ទាប់ពីទូប្រុសបានឃើញចម្លើយនៅក្នុងទូរស័ព្ទរបស់គាត់ហើយបើគាត់បានគិតថាតើខ្ញុំមានអាងមីទឹកមកពីណាតើខ្ញុំនឹងប្រើអាងលាងចានមិនមែនតែសាហ៊ីនបានយើងបានប្រាប់ទៅកាន់ទូប្រុសថាត្រូវមិចទឹកត្រាំខ្លួនទាំងមូលហ្មងហើយក្របបែកទឹករបស់ខ្ញុំមានតែមួយទេហើយទូប្រុសនិយាយថាខ្ញុំអាចមើលអាការក្របានទេហើយមិនអាចបញ្ជាក់ថារាងកាយនេះគឺជារាងកាយរបស់ខ្ញុំទេហើយគេមិនអាចបញ្ជាក់ខ្ញុំថាខ្ញុំគីមខាងខ្យល់នោះទេហើយខ្ញុំសូមខ្ញុំចង់ហៅគីមខាងសុនទេព្រោះវាពិបាកហៅពេកខ្ញុំសូមហៅហាន់យ៉ូវិញហើយទូប្រុសយវ័នគិតក្នុងចិត្តថាតើខ្ញុំដេកលក់ខ្ញុំភ្ញាក់វិញតើខ្ញុំអាចជាមនុស្សប្រុសវិញដែរទេតែទូប្រុសយើងគឺដេកសែតមកយប់យកមកមិនអោយទូប្រុសសែនមិនផ្លើពីមុនខ្លាចជាមនុស្សប្រុសឥឡូវខ្លាចជាមនុស្សស្រីភ្លាមចាស់ហើយទូប្រុសយវ័នគិតក្នុងចិត្តថាខ្ញុំនឹងចង់ជួបមុខសាហ៊ីនម្ដងទៀតឆាប់ណាស់កាន់មកពេលព្រឹកយើងវិញឃើញថាសាហ៊ីនភ្ញាក់ផ្អើលនឹងទូប្រុសយើងហ្មងសាហ៊ីនមកយើងនិយាយទៅកាន់ទូប្រុសយើងថាខ្ញុំភ្លេចថាអ្នកមិនមានស្លៀកបំពាក់មនុស្សស្រីនោះទេសាហ៊ីននិយាយទៅកាន់ទូប្រុសយើងថាខ្ញុំសប្បាយចិត្តណាស់ឥឡូវប្រធាននាយករដ្ឋបាលគាត់បានមកហើយតែយើងទៅជួបគាត់មុនគេហ្មងបន្ទាប់ពីសាហ៊ីនបាននិយាយរួចពួកគេបានចុះមកក្រោមហើយហាន់យករបស់យើងមកថាខ្ញុំនឹកស្មានថាខ្ញុំមកដល់ទីនេះធំម្ល៉េះទេខ្ញុំនៅសាហ៊ីនរបស់យើងបាននិយាយទៅកាន់ហាន់យកថាតើលោកនៅណាគិតមកទីនេះលឿនមកភ្លាមនៅសាហ៊ីនរបស់យើងបានទេសម្លៀកបំពាក់មួយឲ្យទូប្រុសយើងពាក់ហើយសាហ៊ីនរបស់យើងនិយាយថាតើលោកពាក់សម្លៀកបំពាក់នោះមិនសូវស្រួលខ្លួននោះទេនេះគឺជាសម្លៀកបំពាក់របស់លោកខ្ញុំភ្លេចប្រាប់សម្លៀកបំពាក់នេះគឺជាសម្លៀកបំពាក់ការហ្វឹកហាត់របស់ក្រុមហ៊ុនរបស់យើងហើយយើងមិនត្រូវឲ្យសម្លៀកបំពាក់នេះទៅអ្នកណាគេមាននោះទេបន្ទាប់ពីសាហ៊ីនបាននិយាយឬទូប្រុសយើងបានថាបន្ទាប់ពីខ្ញុំបានពាក់អានឹងរួចខ្ញុំមានអារម្មណ៍ថាខ្ញុំមានងារមួយដែលផ្លេចក្រុមហ៊ុនមួយនេះអញ្ចឹងឃើញសលេងខ្ញុំនិយាយនឹងខ្សោយឥឡូវម៉ោង 2:10 ហើយឥឡូវខ្ញុំតែយ៉ាងណាខ្ញុំនៅតែខំនិយាយឲ្យអ្នកព្រាបបានស្ដាប់ណាហើយធ្វើប្រុសយើងនិយាយទៅកាន់សាហ៊ីនថាខ្ញុំនឹងរំពឹងថាខ្ញុំនឹងបានជួបតារាល្បីៗនៅក្នុងទីនេះទេហើយសាហ៊ីននិយាយទៅកាន់ធ្វើប្រុសយើងថាគេមិនងាយជួបយើងនៅទេព្រោះគេរវល់គេមិនបាននៅទីនេះផងទេហើយសាហ៊ីនមកយើងនិយាយទៅកាន់ធ្វើថាតែលោកបានឃើញមនុស្សម្នាក់ហើយធ្វើប្រុសយើងធ្វើទៅមុខឆ្ងល់ហើយសាហ៊ីនមកយើងនិយាយទៅកាន់លោកនាយកប្រតិបត្តិថាពួកខ្ញុំបានចូលទៅខាងក្នុងហើយលោកនាយកបាននិយាយថាអូខេបន្ទាប់ពីលោកនាយកឲ្យចូលលោកនាយកបាននិយាយថាតើនេះគឺជាកាន់ខ្យល់មែនទេសាហ៊ីននិយាយទៅកាន់ទូប្រុសថានេះគឺជាតារាដែលល្បីល្បាញចំនួនទី1ហើយទូប្រុសនិយាយថាដេជន់តារាចំនួនទី1ដែលល្បីល្បាញមែនទេហើយខ្ញុំទើបឮគេថាគាត់ទើបកើតក្រុមហ៊ុនផលិតផ្លាកសញ្ញាថ្មីរបស់គាត់ក៏ខ្លួនផងដែរខ្ញុំលោកនាយកបាននិយាយថានេះគឺជាកម្លាំងកំសាន្តនៅទីនោះអ្នកអាចទៅបានខ្ញុំភ្លេចប្រាប់អ្នករឿងមួយក្រុមហ៊ុនយើងទើបនឹងបង្កើតនៅទេហើយមានគេវិនិយោគក្រោយយើងផងដែរបន្ទាប់ពីទូប្រុសយើងបានស្ដាប់ពួកគេនិយាយរួចភ្លាមនោះសាហ៊ីនបាននិយាយទៅកាន់ទូប្រុសថាលោកកុំខ្វល់ចិត្តអីព្រោះយើងនៅក្រុមនមូលតែមួយភ្លាមនោះលោកនាយកបាននិយាយថាយើងអាចចែកចំណេះដឹងគ្នាទៅវិញទៅមកបានផងដែរខ្ញុំភ្លេចមើលថាកន្លែងសាហ៊ីនដោយខ្ញុំមើលមាន logo នឹងខ្ញុំសូមទោសដែលខ្ញុំមិនបានមើលច្បាស់លាស់ភ្លាមនោះលោកវិទ្យាបាននិយាយទៅកាន់ទូប្រុសថាខ្ញុំនឹងបរិយាវិធីវឹកហាត់របស់អ្នកសិនបន្ទាប់ពីទូប្រុសបានស្ដាប់ឮហើយទូប្រុសនិយាយទៅកាន់លោកនាយកថាតើលោកនឹងទទួលខ្ញុំចូលមែនតែអាចបានធ្វើតែអីបន្តិចហ្មងហើយទូប្រុសនិយាយថាតើលោកនឹងទទួលខ្ញុំដែលរាងកាយរបស់ខ្ញុំបានផ្លាស់ប្ដូរហើយមានរឿងចម្លែកលើខ្លួនខ្ញុំបន្ទាប់ពីប្រធានបានស្ដាប់ទូប្រុសរួចប្រធានបាននិយាយថាអបិយតើអ្នកមិនមកទីនេះចុះកិច្ចសន្យាទេអីបន្ទាប់ពីលោកនាយកបាននិយាយចប់សាហ៊ីននិយាយទៅកាន់លោកនាយកថា
អូដោយសារតែគាត់មកទីនេះព្រោះគាត់បានមិចទឹកគ្រប់បាយក្រហមដោយសារតែគាត់មិនមានអាំងមិចទឹកអូតាមការពិតបែបនេះទេព្រាមនោះលោកនាយកបាននិយាយទៅកាន់ថាអូលោកមិនបាក់ធ្វើតែអីនោះទេព្រោះខ្ញុំបានមើលវីដេអូដែលលោកដាក់ពាក្យនៅក្នុងក្រុមហ៊ុនផ្សេងទៀតខ្ញុំបានយកមកពីនោះអស់ហើយព្រាមនោះលោកនាយកបាននិយាយថាការសិននឹងមានសម្រាប់ហើយលើកនេះបន្ទាប់ពីទូប្រយើងបានស្ដាប់លោកនាយកនិយាយរួចហើយព្រាមនោះសាហៀនបាននិយាយទៅកាន់ទូប្រថាឆ្នាំបុរាណត្រូវលោកពុទ្ធិបានយកមកទីនេះហើយឆ្នាំបុរាណវាអាចប៉ះពាល់តែអ្នកដែលមានរូបរាងជាលក្ខនៅពេលអតីតកាលព្រាមនោះទូប្រយើងនិយាយថាតើនឹងគឺជាក្របបាច់ទុកនោះទេហើយវាអាចជាតាក់ទងជាមួយនឹងអតីតកាលមែនទេព្រាមនោះហាន់យកឲ្យយើងនឹកថាអូមិនមែនរឿងចាស់ដែលលោកយើងនិយាយប្រាប់ខ្ញុំមែនទេតែខ្ញុំនៅពីតូចមានរឿងអ្វីកើតខ្លះមែនហើយលោកវិទ្យាបាននិយាយថាមុនដំបូងសាហ៊ីនបានណែនាំខ្ញុំមិនសូវចាប់អារម្មណ៍តែនេះគឺជាតារាចម្រៀងស្រីលើកដំបូងដែលខ្ញុំរំពឹងថាធ្វើបានអូខ្ញុំយកខ្លះហើយតែគេសង្កត់ខ្ញុំតែខ្ញុំជាបុរសហ្នឹងហើយទូប្រយើងនិយាយទៅកាន់លោកយុទ្ធថាវាជាការពិតណាស់ដែលរាងកាយរបស់ខ្ញុំខ្លាចជាមនុស្សស្រីតែខ្ញុំនៅក្រុមតារាចម្រៀងមនុស្សស្រីមែនទេហើយភ្លាមនោះលោកនាយកនិយាយទៅកាន់ទូប្រថាតើលោកមិនបានមើលមុខលោកនៅកញ្ចក់ទេថាមុខនាងស្អាតប៉ុណ្ណាភ្លាមនោះទូប្រុសយើងបានតបទៅកាន់លោកថាតែវាមិនមែនជាបញ្ហាស្អាតនោះទេភ្លាមនោះទូប្រុសរបស់យើងបាននឹកឃើញនៅពេលនៅតូចថាគោលម្ដងតារាប្រុសតារាស្រីគោលម្ដងខុសគ្នាហើយភ្លាមនោះទូប្រុសរបស់យើងនិយាយទៅកាន់លោកនាយកថាតើខ្ញុំអាចធ្វើការរាំការច្រៀងនៅទីនេះបានមែនទេខ្ញុំនឹងលោកនាយកនិយាយទៅកាន់សាហ៊ីនថាតើយើងខ្លាចខ្លួនអីជាសំខាន់បានខ្លាចជាអាយដល់ខ្ញុំនឹងហាន់យកនិយាយទៅកាន់លោកនាយកថាជំនាញលើការលក្ខណៈខ្ញុំនឹងលោកនាយកនិយាយទៅកាន់ទូប្រថាជាការប៉ុណ្ណាទាំងនេះជាការចាំបាច់តែសំខាន់បំផុតគឺសំណាងនឹងឯងបន្ទាប់ពីហាន់យកឲ្យយើងបានលឺលោកនាយកនិយាយថាតើខ្ញុំមិនដែលឃើញការងារណាដែលពឹងលើសំណាងច្រើនយ៉ាងនេះមែនទេហើយហាន់យកនិយាយថាតើសំណាងគឺជាអ្វីហើយលោកនាយកបាននិយាយថាឧទាហរណ៍ដូចជាអ្នកថតរូបល្អបើសិនជាអ្នកអាចកែរូបកែឲ្យទីក្រុមហ៊ុនផ្សេងនឹងចង់ជួលអ្នកថែមចា៎បន្ទាប់មកលោកនាយកបាននិយាយថាជាការពិតណាស់អតីតកាលរបស់អ្នកធ្វើប្រើកដាប់ដៃនៅពេលសិក្សាលោកនាយកបាននិយាយថាតើវាពិតឬមិនពិតក៏វាអស្ចារ្យណាស់ដែលលោកនៅបន្តព្យាយាមប្រកាសណាស់មើលដែលមានសំណាងគេធ្វើអីតែងតែបានជោគជ័យតើលោកនឹងមិនមែនប្រភេទលេចនោះទេហើយគាត់បាននិយាយតទៅថាបើសិនតែលោកនៅតែដូចដើមគ្មានអ្នកណាដែលយកគាត់មកនៅទីនេះទៀតឡើយខ្ញុំនៅទូប្រយើងបាននឹកឃើញខ្លួនឯងកាលពីមុនថាខ្លួនឯងនឹងអត់សូវមានអីហ្មងខ្ញុំនៅលោកនាយកនិយាយទៅកាន់ទូប្រថាប្រកាសចិត្តណាស់ផ្សេងស្រីដែលលេចចេញមកមានប្រវត្តិល្អនិងមានក្តាំងពលខ្លាំងហើយនោះគឺជាសំណាងរបស់អ្នកនឹងឯងធ្វើឲ្យហាន់យករបស់យើងគឺឆ្ងល់គឺជាអ្នកនឹងឯងតើលោកនឹងចង់ទៅអតីតកាលរបស់លោកដែលគ្មានណាគេត្រូវការមែនចៅលោកមិនចាប់ដើមរាងកាយថ្មីនេះមកទៅធ្វើឲ្យហាន់យករបស់យើងគឺភ្ញាក់ផ្អើលហ្មងគឺយើងមុនដំបូងយើងឃើញទូប្រុសរបស់យើងកំពុងតែសុំទៅកាន់បងប្រុសរបស់គាត់ឲ្យបងលុយថ្លៃស្លាគាត់ផងគឺថាខ្ញុំនឹងចង់យកទៅរៀននៅក្នុងសាលាតន្ត្រីមួយបន្ទាប់ពីស្ដាប់ទូប្រុសរួចភ្លាមនោះបងប្រុសបានតបទៅវិញថាសាលាអ្វីយើងនឹងមិនមានលុយបងឯងទេព្រោះយើងមិនមានលុយនោះទេហើយទូប្រុសរបស់យើងបាននិយាយទៅកាន់បងប្រុសថាវាចាំបាច់ណាស់សម្រាប់ខ្ញុំបើសិនជាខ្ញុំនឹងប្រឡងជាប់នៅក្នុងធ្វើតេស្តមួយនេះគឺថាទូប្រុសរបស់យើងចង់រៀននៅក្នុងសាលាតន្ត្រីនឹងខ្លាំងហ្មងខ្ញុំនៅបងប្រុសទូប្រុសរបស់យើងបាននិយាយទៅកាន់ទូប្រុសថាគេកំពុងតែសិក្សាតែឯងនឹងចង់ទៅរកមែនទេហើយយើងនឹងខ្មាស់គ្នាណាស់ដែលហៅឯងនឹងជាបងប្រុសរបស់ខ្ញុំនៅទូប្រុសរបស់យើងបានតបទៅកាន់បងប្រុសគាត់ថាខ្ញុំមិនខ្មាស់អីជាងគេហើយគ្រូសាស្ត្រនេះមិនអាចជូនខ្ញុំទៅសាលាបានផងហើយដោយសារតែលោកជ័យនឹងគិតធ្វើការជាគ្រូមន្តអាគមក៏ហើយញាតិបន្ទាប់ពីទូប្រុសយើងនិយាយចប់ភ្លាមនោះបងប្រុសបានតបទៅកាន់ថាតើឯងនឹងនិយាយគ្មានគ្រប់ទៅកាន់លោកជ័យណាបន្តិចទេអីបន្ទាប់ពីនិយាយរួចភ្លាមនោះបងប្រុសបានដាក់ក្បាលទូប្រុសដៃយកបងហើយក៏បាននិយាយថាហើយសាលានឹងអស់ម៉ាចាំគាត់នេះអ្នកចេញហើយហើយស្អីរឿងរបស់យើងកាប់រាថ្ងៃស្អីនៅក្នុងសាលាមួយហើយពេលនោះទូប្រុសរបស់យើងបានហៅទៅកាន់អឺនសឺយ៉ងគឺជាមនុស្សស្រីដែលបន្ទាប់ពីហៅអឺនសឺយ៉ងរួចខ្ញុំនៅទូប្រុសរបស់យើងបានចែកទៅកាន់អឺនសឺយ៉ងថាចាំខ្ញុំនឹងជួយទៅមើលក្រុមរំរបស់អ្នកព្រោះលើកមុននាងបានសុំឲ្យខ្ញុំទៅមើលក្រុមរបស់អ្នកមិនអីទេខ្ញុំនឹងជួយមើលឲ្យខ្ញុំនៅអឺនសឺយ៉ងបានតបទៅកាន់ទូប្រុសថាអូអរគុណណាស់ដែលអ្នកជួយខ្ញុំហើយខ្ញុំនៅអឺនសឺយ៉ងបាននិយាយទៅកាន់ទូប្រុសទៀតថាតើនាងមិនត្រូវលបួននៅក្នុងសាលារបស់អ្នកទេ
ហើយទូប្រុសយើងតបទៅកាន់អឺនសូយ៉នវិញថាឥឡូវដល់ម៉ោងសម្រាកហើយខ្ញុំមិនមានកន្លែងអនុវត្តនោះទេហើយខ្ញុំអាចជួយគេនៅអនុវត្តនៅក្នុងពេលតែមួយបានតើព្រមនោះអឺនសូយ៉នបានតបកាន់ទូប្រុសវិញថាលោកនឹងមិនបាក់តឹងរឹងអីនោះទេព្រោះខ្ញុំធ្វើអីដល់ព្រោះខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្ញុំនោះទេបន្ទាប់ពីអឺនសូយ៉នបាននិយាយរួចព្រមនោះបារម្ភម្នាក់ដែលអង្គុយជាទូប្រុសយើងបាននិយាយថាតើគេនឹងកំពុងនិយាយរឿងនោះទៀតហើយមែនហើយគាត់បាននិយាយថាឲ្យតែខ្ញុំឃើញគាត់អូហើយជាគាត់នឹងចង់ខ្លាចជា idol ហើយមើលទៅហើយគាត់បាននិយាយចំអកទៅកាន់ទូប្រុសថាតើទូប្រុសចង់ធ្វើតារាទាំងមុខទូប្រុសបែបនោះមែនបន្ទាប់ពីទូប្រុសស្ដាប់rồiទូប្រុសបាននិយាយទៅកាន់អឺនស៊ឺយន់ចោលអ្នកវិញហើយអឺនស៊ឺយន់និយាយទៅកាន់ទូប្រុសថាកុំគិតពីពួកគេអីព្រោះពួកគេនឹងតែងតែបែបនេះឯងព្រមនោះដែរទូប្រុសយើងនិយាយទៅកាន់បងមានថាតើលោកនឹងគិតអីគេមែនបានជាលោកនឹងថាឲ្យខ្ញុំទាំងតែខ្ញុំមិនបានតែប៉ះពាល់លោកផងបន្ទាប់ពីទូប្រុសយើងនិយាយរួចខ្ញុំមកបារម្ភអ្នកយើងនិយាយទៅកាន់ទូប្រុសវិញថាខ្ញុំនឹងមិនធ្វើការងារខ្ជិះខ្ជាយនៅក្នុងសុបិនដូចនេះទេបើសិនជាខ្ញុំចង់ធ្វើអីមួយខ្ញុំនឹងធ្វើវាបានឡើយហើយទូប្រុសយើងនិយាយទៅកាន់បារម្ភនឹងថាយ៉ារីគ្រីតដូចជាខុសគ្នាមែនទេកាន់តែទូប្រុសយើងនិយាយចប់រួចភ្លាមនោះបារម្ភអ្នកនឹងពិតជាខឹងទូប្រុសយើងមកបន្ទាប់ពីទូប្រុសរបស់យើងនិយាយទៅកាន់បារម្ភអ្នកនឹងរួចភ្លាមទូប្រុសរបស់យើងនិយាយទៅកាន់អឺនស្រីយើងថាអូតែក៏ពិតនោះនាងនៅក្នុងក្លឹបរំរបស់ស្លាមមែនទេសាច់រឿងរបស់យើងកាត់មកឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងក្លឹបហើយគាត់និយាយទៅកាន់អ្នករៀនម្នាក់ថាខ្ញុំនឹងមិនមែនជាសមាជិកថ្មីនោះទេខ្ញុំគ្រាន់តែចង់មកហ្វឹកហាត់កូនសិស្សស្រីរបស់ខ្ញុំហើយអាចារ្យអ្នកនឹងបាននិយាយទៅកាន់ទូប្រុសថាតើអ្នកមិនត្រូវការអ្វីទេដែលអ្នកខ្លាចជាគ្រូបង្វឹកតើអ្នកនៅតែការគិតធ្វើបន្តបែបឆ្នោតទៀតមែនហើយទូប្រុសយើងនិយាយទៅកាន់អ្នករៀនម្នាក់ថានេះគឺជាផ្លូវត្រឹមត្រូវដែលខ្ញុំកាត់បន្ទាប់ពីទូប្រុសយើងនិយាយរួចភ្លាមនោះអ្នករៀនម្នាក់និយាយទៅកាន់ទូប្រុសថាដោយវិធីនេះតើអ្នកណាម្នាក់ឬសិស្សច្បងរបស់អ្នកហើយអ្នកនឹងសង្ឃឹមឬសិស្សច្បងរបស់អ្នកទេបន្ទាប់ពីទូប្រុសនិយាយរួចភ្លាមនោះពួកគេបានគិតទៅកាន់ទូប្រុសថាតើក្មេងសម័យឥឡូវគេជាធ្វើទៅតាមចំណង់ចំណូលចិត្តរបស់គេមែនហើយគាត់បាននិយាយថាតែមែនទេមិនអីទេយើងយកឯកសារដែលគាត់បានរៀបចំឲ្យយើងមើលមកបន្ទាប់ពីទូប្រុសយើងសម្ភាសរួចទូប្រុសយើងបានដើរចេញមកក្រៅហើយទូប្រុសយើងបាននិយាយថាហើយពួកគេយិតនិយាយឲ្យខ្ញុំបាក់ទឹកចិត្តមុនពេលដែលខ្ញុំចាប់ដើមទៀតហើយគាត់នឹងអន់ណាស់ហើយខ្ញុំមិនដឹងថាទូប្រុសនិយាយពីណាគេនោះទេទូប្រុសរបស់យើងជិបនឹងដើរចេញពីមុខបន្ទប់ភ្លាមនឹងទូប្រុសយើងបានឮពួកគេនិយាយថាជំនាញរបស់ទូប្រុសមួយចំណាប់នឹងគឺជំនាញទូប្រុសមានល្អមួយហើយស្រាប់តែពេលនោះស្រាប់តែអ្នកទៀតបាននិយាយថា no ហើយពួកគេបាននិយាយតទៀតថាបើសិនជាយើងយកអ្នកណាគេម្នាក់មកដាក់ក្នុងក្រុមហ៊ុនរបស់យើងធ្វើជា idol លោកណាដែលគេនឹងរិះគន់មកកាន់ក្រុមហ៊ុនរបស់យើងមកហើយពួកគេនិយាយពីរឿងទូប្រុសទៀតថាយើងទូប្រុសរៀងខ្លាចហើយមិនគិតរៀងស្គមទេហើយតើលោកនឹងយករឿងចែងមកវិនិច្ឆ័យនៅក្នុងក្រុមហ៊ុនរបស់យើងតើលោកនឹងយកគិតមកស្រាប់ដូរមែនហើយពួកគេបាននិយាយថាមានក្មេងៗច្រើនណាស់ហើយសង្ហាមានទេពកោសល្យហើយពួកគេមិនត្រូវរំខានយើងចា៎បន្ទាប់ពីទូប្រុសយើងស្ដាប់គេរួចទូប្រុសយើងក៏រៀនអត់ចិត្តផងដែរសាច់រឿងរបស់យើងកាត់មកនៅក្នុងសាលាវិញឃើញទូប្រុសយើងកំពុងតែអង្គុយលើតុភ្លាមនឹងមានបារម្ភម្នាក់កំពុងតែដើរមករកទូប្រុសរបស់យើងហើយបារម្ភនឹងនិយាយទៅកាន់ទូប្រុសថាតើឯងនឹងកិច្ចសាលាទៀតហើយមែនតើឯងនឹងបដូរទៅក្រុមហ៊ុនមួយទៀតហើយមែនភ្លាមនឹងទូប្រុសរបស់យើងទៅកាន់បារម្ភនឹងថាឲ្យអ្នកគិតទៅខ្លួនអ្នកសិនទៅបន្ទាប់ពីទូប្រុសយើងនិយាយរួចភ្លាមនោះបារម្ភនឹងពិតជាខាងទូប្រុសមែនតើហើយគាត់ក៏បានដើរទៅដកទូរស័ព្ទដៃទូប្រុសរបស់យើងហើយគាត់បាននិយាយទៅកាន់ទូប្រុសថាមើលទៅកាន់ថ្ងៃហ្នឹងមិនក៏ជាតន្ត្រីផ្កាយរបស់យើងរៀងបាក់ទឹកចិត្តម៉ែនាមយើងជាមិត្តភក្តិយើងទៅកាន់មើលឯងនេះមិនមើលអានេះមកចំអកគ្នាថែមមកហើយគាត់បាននិយាយទៅកាន់ទូប្រុសថាអូប្រហែលជាសារនឹងប្រហែលជាសារបាក់សេទៅកាន់ទូប្រុសហើយទូប្រុសបាននិយាយទៅកាន់គេថាហេតើលោកនឹងមកការណាឲ្យទូរស័ព្ទមកឲ្យខ្ញុំវិញតើលោកនឹងចង់មានរឿងមែនហើយព្រមនោះទូប្រុសនិយាយទៅកាន់បែបហ្នឹងថាឲ្យលោកឯងឈួតមែនបានជាលោកឯងមិនឲ្យទូរស័ព្ទមកវិញហើយបារម្ភនឹងនិយាយទៅកាន់ទូប្រុសថាតើឯងនឹងនិយាយមួយអ្នកណាហើយអាប៉ែនឹងនិយាយទៅកាន់ទូរញថាជនអាក្រក់អ្នកនឹងពីមុនជាចិត្តស្ងប់ស្ងាត់តែឥឡូវមកគេវាផ្ទុកកំហឹងដាក់យើងខ្លាំងម៉េះហើយទូប្រុសយើងនិយាយទៅកាន់ម្នាក់ថាតើខ្ញុំនឹងធ្វើខ្លួនឯងភ័យមែនហើយបរិះដែលចាប់ក្បាលទូប្រុសនិយាយទៅកាន់ទូប្រុសទៅថាអូប្រហែលជាឯងដាក់ពាំប្រឡងធ្លាក់ទៀតហើយបានឯងចេញកងដាក់យើងអូតែប្រាប់ថាឯងនឹងបរាជ័យគ្រប់យ៉ាងតទៅពេលគេនិយាយចប់ទូប្រុសរបស់យើងបានតាប់តនៅគេតែប្រុសទូប្រុសរបស់យើងកំពុងតែអង្គុយសែននឹងសាច់រឿងរបស់យើងកាត់មកឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងទីពេទ្យហើយទូប្រុសរបស់យើងនិយាយទៅកាន់លោកគ្រូពេទ្យថាតែនេះគឺជាទឹកប្រាក់សំណងដែលខ្ញុំត្រូវសងលោកមែនទេតែទោសចំពោះរបស់ខ្ញុំបាក់វាមិនអាចអស់ច្រើនយ៉ាងនេះទេហើយលោកគ្រូពេទ្យនិយាយទៅកាន់ទូប្រុសវិញថាទេមើលទៅកាន់លោកនោះខូចខាតផ្លូវចិត្តធ្ងន់ធ្ងរជាងទៅពីលោកគ្រូពេទ្យនិយាយចប់thêmលោកទូប្រុសរបស់យើងនិយាយទៅកាន់លោកគ្រូពេទ្យថាបើតាមការខ្ញុំដឹងឮពួកគេចិត្តនិយាយលេងខ្ញុំនោះលោកគ្រូពេទ្យបាននិយាយទៅកាន់ទូប្រុសវិញថាក្នុងមនុស្សចំណោមទាំងអស់ហេតុអ្វីបានជាទូប្រុសចឹងហើយគាត់បាននិយាយថាមិនអីទេសូមទូប្រុសរបស់យើងតាកតងទៅកាន់ឪពុកម្ដាយមក
បន្ទាប់ពីលោកគ្រូបាននិយាយចប់ភ្លាមលោកទូប្រុសរបស់យើងបានមកមើលលោកយាយរបស់គាត់នៅក្នុងទីបានហើយលោកយាយរបស់គាត់និយាយទៅកាន់ទូប្រុសថាបើសិនជាចង់វាកាន់តែខ្ញុំវាកាន់ទៅពេលក្រោយដល់ពេលដែលខ្ញុំមានលុយហើយលោកយាយនិយាយទៅកាន់ទូប្រុសថាឯងមិនត្រូវទុករឿងនឹងធ្វើបែបនេះទេបន្ទាប់ពីលោកយាយនិយាយចប់ទូប្រុសយើងបានអង្គុយស្ងាត់ថ្ងៃព្រោះថាទូប្រុសយើងបានបង្ករឿងឲ្យលោកយាយទៀតហើយលោកយាយបាននិយាយទៅកាន់ទូប្រុសថាតើឯងនឹងពងធ្វើអីខ្ញុំនោះលោកយាយទៅកាន់ទូប្រុសថាឯងកុំធ្វើអីទាំងបញ្ញាបញ្ញាហើយនេះគឺជាមិនមែនកំហុសរបស់ឯងផងដែរហើយអ្នកណាក៏មានកំហុសផងដែរបន្ទាប់ពីលោកយាយនិយាយចប់ខ្ញុំនោះទូប្រុសឲ្យយើងបានអង្គុយនៅមួយកន្លែងមួយថ្ងៃហើយខ្ញុំនោះទូប្រុសរបស់យើងបានឃើញខ្លួនឯងនៅកាលពីមុនសេរឿងរបស់យើងកាត់ពីទូប្រុសកាលនៅពីមុនខ្ញុំនោះមានអ្នកណាគេម្នាក់និយាយទៅកាន់ទូប្រុសថាម៉ែកូននាងធ្វើដូច្នេះហើយលោកមិននៅស្ងៀមដូចមុនទៀតទៅឥឡូវមិនមានរឿងបែបនេះនោះទេហើយទូប្រុសយើងបានតបកាន់ថាការវានៅខ្ញុំនោះទូប្រុសយើងនិយាយទៅកាន់រីមានថាអ្នកក៏ដឹងដែរថាមនុស្សអ្នកនឹងជាធ្វើបាបខ្ញុំគ្រប់ពេលវេលាមកនៅរីម្នាក់នឹងនិយាយទៅកាន់ទូប្រុសខ្ញុំមិនមានន័យបែបហ្នឹងនោះទេហើយលោកគួរតែប្រុងប្រយ័ត្ននៅខាងមុខថ្ងៃអនាគតរបស់លោកហើយលោកមិនសួរទ្រាំនៅពេលវេលាទាំងអស់នេះសិនទៅហើយនាងបាននិយាយតទៀតថាហេតុអ្វីបានលោកធ្វើអីអត់មានខ្វល់អីចឹងហើយលោកធ្វើតាមតែចិត្តហ្នឹងតែពីទូប្រុសយើងបានឈប់គិតទូប្រុសយើងបានអង្គុយសែបខ្ញុំនៅទូប្រុសបាននិយាយទៅកាន់លោកយាយថាអត់ទេលោកយាយខ្ញុំនៅតែមានកំហុសតែធ្វើឲ្យលោកយាយរបស់យើងបានអស់ទឹកមុខចុះមកហើយទូប្រុសយើងបាននឹកឃើញទៅកាន់អាមុខម្នាក់ហ្នឹងហើយទូប្រុសយើងបាននិយាយថាវាបានបំផ្លាញដែលគ្រួសាររបស់ខ្ញុំបានកង់ត្រូលរបស់ខ្ញុំហើយវាបានបំផ្លាញខ្ញុំដែលខ្ញុំបានខិតខំរយៈពេល2ឆ្នាំកន្លងមកនេះបន្ទាប់ពីទូប្រុសយើងបានឈប់គិតទូប្រុសយើងបានអង្គុយសួរណៃថាខ្ញុំនឹងបានធ្វើអ្វីខ្លះបានជាខ្ញុំបានជាបែបហើយទូប្រុសបាននិយាយទៅកាន់លោកយាយថានេះគឺជាកំហុសរបស់ខ្ញុំឲ្យខ្ញុំសុំទោសទៅកាន់លោកយាយបន្ទាប់ពីទូប្រុសបាននិយាយទៅកាន់លោកយាយរួចរឿងរបស់យើងកាន់ក្នុងពេលសាលាវិញមានអ្នកណាគេម្នាក់និយាយផ្សេងរឿងរបស់ទូប្រុសដែលទូប្រុសបានបែកគ្នាក្នុងសាលាហើយច្បាស់ណាស់ទូទាត់លុយដែលទូប្រុសយើងបានបង់ឲ្យគេវារៀងចម្លែកដោយសារតែគណៈកម្មការរៀងមានខ្សែច្បាស់ណាស់ឲ្យតែរឿងវាយគ្នាប្រហែលជាមានពាក្យចាំរាមរឿងទូប្រុសដូច្នេះទូប្រុសរបស់យើងរៀងដើរតាណារៀងពិបាកចិត្តតែយ៉ាងហើយពាក្យចាំរាមទូប្រុសយើងរៀងដើម្បីបងដែរហើយមានអ្នកណាគេម្នាក់និយាយថាខ្ញុំបានឮសិស្សឆ្នាំទី2បានវាយគ្នានៅក្នុងសាលាស្អីរឿងរបស់យើងកាន់មកឃើញក្មេងស្រីម្នាក់ហើយផ្សេងៗម្នាក់និយាយទៅកាន់សូអ៊ីថាតើនាងឮទេហើយក្មេងស្រីម្នាក់នឹងនិយាយទៅកាន់សូអ៊ីទៀតថាជនល្មើសគឺជាមនុស្សចាស់ដែលបង្រៀនយើងរំការពីនៅក្នុងក្លឹបការពីលើកមុននោះខ្ញុំសូមទោសអ្នកនរគ្នាផងទូអង្គនឹងមិនមែនឈ្មោះសូអ៊ីទេឈ្មោះសូអេខ្ញុំហៅទូអង្គខលរហូតហ្មងហើយសូអេបាននិយាយទៅកាន់ក្មេងស្រីម្នាក់ថាសិស្សច្បងគីមកាន់ខ្យន់ហ្នឹងតែជាគាត់មិនមែនខ្ញុំសូមនិយាយដល់ទៅខ្ញុំអត់ត្រឡប់ហៅឈ្មោះហ្នឹងខ្ញុំសូមហៅហាន់យ៉ូហ្មងទូប្រុសយើងស្អីរឿងរបស់យើងឃើញទូប្រុសរបស់យើងកំពុងតែឈរស្ងល់ស្ងាត់ម្នាក់ឯងហើយទូប្រុសយើងបាននិយាយថាសម្បីតែភ្នាក់ងារទទួលខ្ញុំធ្វើការឥឡូវគេបានបណ្ដេញខ្ញុំចោលទេហើយទូប្រុសបានលើកមើលគឺស្អីទូប្រុសបាននិយាយថាតើខ្ញុំនឹងបោះបង់ការងារនឹងចោលមែនខ្ញុំនៅអឿនសឺយ៉ងបានឆាតកាន់ទូប្រុសអឿនសឺយ៉ងបាននិយាយថាគេគឺជាមនុស្សដែលនិយាយបើកចំហអត់មាននិយាយលាក់លៀមអីនោះទេហើយគេបានយករឿងទូប្រុសរបស់យើងបានចែកចាយគ្នាហ្មងហើយទូប្រុសរបស់យើងទើបពីមើលឆាតពួកគេបានសេរួចហើយទូប្រុសបានគិតថាស្បែកតែសបិនរបស់ខ្ញុំពួកខ្ញុំអាចចាប់បានផងដែរតែខ្ញុំនឹងធ្វើអីគេឡើយហើយទូប្រុសបានគិតថារឿងនេះត្រូវបានចាប់ហើយសម្រាប់កំ pl ែងទៅសម្រាប់ពួកគេនោះទេតែពួកគេមិនអាចយកអារម្មណ៍របស់ខ្ញុំមកទេសេរឿងរបស់យើងកាត់មកឃើញទូប្រុសរបស់យើងនៅខុនដូដែលការវិភាគមុនហើយទូប្រុសរបស់យើងនិយាយទៅកាន់លោកនាយកមិនអីទេខ្ញុំនឹងសាកល្បងវិញហើយហាន់យោរបស់យើងនិយាយទៅកាន់លោកនាយកថាខ្ញុំនឹងមិនដឹងបានជាធ្វើបានល្អនឹងអត់ទេព្រោះរាងកាយរបស់នេះគឺខ្ញុំមិនធ្វើបានត្រឡប់ធ្វើកាយវិការបាននោះទេអូអត់ទេបើសិនជាវាពិបាកយ៉ាងណាក៏ខ្ញុំនៅតែបន្តទៅមុខផងដែរបន្ទាប់ពីទូប្រុសយើងនិយាយចប់ភ្លាមនោះលោកនាយកបាននិយាយថាឯកសារគាត់បានរៀបចំរួចហើយឲ្យឯកសារហ្នឹងទៅនាងហានឲ្យគាត់បានកាន់ម្ដងបន្ទាប់ពីលោកនាយកនិយាយរួចពួកគេបានដើរចេញពីបន្ទប់សភាហើយសាហេតុរបស់យើងនិយាយទៅកាន់ទូប្រុសរបស់យើងថាតើលោកនឹងចង់ទៅត្រឡប់ទៅរាងកាយដើមមែនទេខ្ញុំនឹងនាំលោកដើរមើលទីនេះបានពី3ជុំសិនចាំលោកចាំទៅផ្ទះបន្ទាប់ពីសាហេនបាននិយាយរួចសាហេនបានដើរទៅមុនហើយទូប្រុសរបស់យើងនិយាយទៅកាន់សាហេនថាមានអ្វីមួយដែលពិបាកខ្ញុំតាំងពីដើមទីហើយព័ត៌មានខ្ញុំមិនគូបែកខ្ចាយលឿនណាស់លំនៅសាហេនបាននិយាយទៅកាន់ទូប្រុសវិញថាតើវាមិនងាយស្រួលទេដែលឯកសារហ្នឹងមិនបានរៀបចំខ្លួនឯងហើយលោកបានដាក់ទៅតែងជាប់ទៀតបន្ទាប់ពីសាហេនបាននិយាយចប់ធ្វើឲ្យទូប្រុសរបស់យើងគឺដាក់សញ្ញាឈ្មោះពេញខ្មៅ
បន្ទាប់ពីពួកគេបានចេញពីកម្មដែលសាហ៊ីននិយាយទៅកាន់ទូប្រុសថានេះទីនេះគឺជាកន្លែងហ្វឹកហាត់សម្រាប់មនុស្សស្រីបើសិនជាលោកមកជាបុរសវាមិនអាចឲ្យខ្ញុំដើរប្រាប់លោកបានទីគ្រប់កន្លែងទេបើសិនជាលោកមកជាស្ត្រីខ្ញុំអាចដើរប្រាប់លោកបានទីគ្រប់កន្លែងអូខ្ញុំភ្លេចរឿងមួយហេតុអ្វីបានជានាងមិនអាចត្រឡប់មកជាប្រុសវិញប្រហែលជានាងមានហេតុផលផ្សេងទៀតមែនទេហើយស្អែកមកយើងនិយាយលេងសើចទៅកាន់ទូប្រុសវិញថាតាំងពីនាងខ្លះជាស្អីស្អាតតើនាងមិនបានសាកល្បងនៅរាងកាយមួយនេះទេហើយតើពីទូប្រុសយើងបានលឺហើយទូប្រុសនិយាយប្រាប់ទៅកាន់សាហ៊ីនថាតើនាងកំពុងនិយាយគេហើយសាហ៊ីនមកយើងនិយាយទៅកាន់ទូប្រុសទៀតថាតួនាងធ្វើរឿងអីចម្លែកធ្វើការរាងកាយនេះគឺជារាងកាយរបស់អ្នកផងដែរហើយទាំងនោះទូប្រុសរបស់យើងនិយាយទៅកាន់សាហ៊ីនថាតើនាងកំពុងតែនិយាយពីអីគេទូប្រុសរបស់យើងនិយាយទៅកាន់សាហ៊ីនបើសិនជាខ្ញុំបានប្រុងប្រយ័ត្នហើយរឿងរ៉ាវហ្នឹងវាបែកទេតើខ្ញុំនឹងធ្វើអីគេខ្ញុំនោះសាហ៊ីនមកយើងនិយាយទៅកាន់ទូប្រុសយើងថាតើនាងមិនសប្បាយទេបើសិនជានាងធ្វើខ្លួនជាមនុស្សស្រីនៅទីនេះរហូតហើយទូប្រុសរបស់យើងនិយាយទៅកាន់សាហ៊ីនថានិយាយតាមស្មោះត្រង់ទៅរាងកាយរបស់ខ្ញុំអត់សូវទម្លាប់នោះទេស្បីតែខ្ញុំនិយាយជាសលេងស្រីក៏ខ្ញុំមិនទាន់និយាយស្រួលបួលរឿងរអាក់រអួលផងដែរហើយជាធម្មតាខ្ញុំមិនសូវបានពិនិត្យរាងកាយនឹងជាត្រឹមត្រូវនោះទេបន្ទាប់ពីទូប្រុសយើងនិយាយចប់សាហ៊ីនមកយើងនិយាយទៅកាន់ទូប្រុសវិញថាលោកនឹងមិនអីទេយូរវាសមខ្លួនឯងនោះទេមុនដំបូងវារៀងអាក់អួលចឹងឯងហើយនាងបាននិយាយថាចាប់ពីពេលហ្នឹងទៅនាងឈ្មោះកម្មជុនហើយមិនមែនហាន់យកពីមុនដូចទេហើយសាហ៊ីនមកយើងនិយាយទៅកាន់ទូប្រុសថាមិនអីទេអត់កំបាំងអ្នកជាមនុស្សប្រុសមានតែលោកនាយកនិងខ្ញុំទេមិនដឹងថាអ្នកនឹងជាមនុស្សប្រុសហើយនាងត្រូវតែបន្លំខ្លួនជាក្មេងស្រីអាយុ20ឆ្នាំនៅទីនេះហើយនាងមិនត្រូវប្រាប់គេថានាងជាបរិសុទ្ធទៅពីសាហ៊ីនមកយើងបាននិយាយចប់แล้วនៅទូប្រុសយើងកៀងយកហ្មងហើយព្រមនោះលោកឧទានបានហៅសាហ៊ីនមកយើងឲ្យតែក្រោមហើយសាហ៊ីនមកយើងបានប្រាប់ទៅកាន់លោកឧទានថាហើយលោកឧទានចាំនៅក្នុងបន្ទប់ទូភ្ញៀវខាងក្រោមចាំនាងដើរទៅបន្ទាប់ពីសាហ៊ីនបានចាក់ចែងនៅសល់តែទូប្រុសម្នាក់ឯងហើយទូប្រុសរបស់យើងបានឈរទៅមើលក្មេងស្រីកំពុងតែហាត់រំហើយទូប្រុសរបស់យើងបានគិតក្នុងចិត្តថាគិតអីដឹងខ្លួនឯងធំប៉ុណ្ណេះហើយខ្ញុំនិយាយលេងទេហើយទូប្រុសយើងបានគិតថាតើខ្ញុំនឹងភ័យម៉េចខ្ញុំកំពុងតែធ្វើអីគេហើយខ្ញុំនឹងត្រូវតែធ្វើសកម្មភាពបែបណានៅក្នុងពេលនេះបន្ទាប់ពីទូប្រុសយើងបានគិតដោយទូប្រុសយើងបានងាកទៅមើលកន្លែងគេកំពុងតែហាត់រំតើគេកំពុងតែហ្វឹកហាត់នៅក្នុងពេលនេះមែនទេសង្ស័យទូប្រុសចង់ទៅហាត់ដូចគេហ្មងហើយទូប្រុសយើងបានកវីក្បាលហើយទូប្រុសយើងបាននិយាយថាទេខ្ញុំមិនបានគិតរឿងអីប្រេះប្រាទេឥឡូវខ្ញុំកំពុងតែរៀបចំផ្លូវចិត្តធ្វើម៉េចឲ្យចិត្តខ្ញុំកំពុងតែស្ងប់ឥឡូវចិត្តខ្ញុំកំពុងតែភ័យបន្ទាប់ពីទូប្រុសយើងបាននិយាយតបទូប្រុសរបស់យើងបានងាកទៅមើលពួកគេទូប្រុសយើងបាននិយាយថាតើខ្ញុំគួរតែធ្វើរឿងហ្នឹងបែបមិនឥឡូវមែនបន្ទាប់ពីទូប្រុសយើងបាននិយាយរួចភ្នែករឿងរបស់យើងកាត់មកខាងនេះពេលឃើញលោកនាងកំពុងតែចាំសាហ៊ីនហើយសាហ៊ីនរបស់យើងបានដឹកគ្នាមកសាហ៊ីនរបស់យើងបានសួរទៅកាន់លោកនាយកថាតើហៅខ្ញុំមានកិច្ចការអីមែនហើយលោកនាយកហៅសាហ៊ីនរបស់យើងឲ្យមកមើលក្នុងឯកសារមួយនេះហើយលោកប្រធាននិយាយទៅកាន់សាហ៊ីនថាបើសិនជាខ្ញុំមិនច្រឡំទេខ្ញុំនឹងពិនិត្យរឿងនេះឲ្យបានត្រឹមត្រូវសិនមកបន្ទាប់ពីសាហ៊ីនរបស់យើងបានមើលឯកសារសាហ៊ីនរបស់យើងរឿងភ្ញាក់ផ្អើលនឹងរឿងអ្វីមួយចឹងសាច់រឿងរបស់យើងកាត់មកខាងទូប្រុសវិញគឺទូប្រុសរបស់យើងបានជួបទៅកាន់គុណសិស្សរបស់គាត់ដែលឈ្មោះសាហេហើយសាហេរបស់យើងមិនដឹងថាទូប្រុសរបស់យើងគឺជាមនុស្សប្រុសព្រោះថាទូប្រុសឥឡូវក៏ហាក់ជាមនុស្សស្រីទេហើយសាហេរបស់យើងនិយាយទៅកាន់ទូប្រុសថាតើលោកមកជាសាលាជាមួយគ្នាមិនមែនហើយទូប្រុសយើងបានឆ្លើយទៅកាន់សាហេវិញថាអូតាមការពិតទៅខ្ញុំមកពីសាលាឧទ្យានផងដែរហើយសាច់រឿងរបស់យើងចាប់នៅ chapter ទី3ហើយយើងចាំជួបគ្នានៅវីដេអូក្រោយនៅភគ្គទី4រឿងរបស់យើងកាត់ពីភគ្គមុនដែរសូអេរបស់យើងបានសួរទៅកាន់ទូប្រុសថាតើលោកមកពីសាលាគេហើយភ្លាមនៅទូប្រុសយើងបានឆ្លើយទៅកាន់សូអេថាគាត់មកពីសាលាឧទ្យានហើយទូប្រុសយើងបានឆ្លើយទៅកាន់សូអេរួចភ្លាមនោះសូអេរបស់យើងបានសួរទៅកាន់ទូប្រុសថាម៉េចគូលោកស្គាល់ឈ្មោះនាងហើយលោកជាបណ្ណាគេបន្ទាប់ពីទូប្រុសយើងបានឮទៅកាន់សូអេនិយាយទៅកាន់គាត់អញ្ចឹងទៅនៅទូប្រុសយើងទៅនឹកខ្លួនថាខ្លួនឯងជាមនុស្សស្រីបន្ទាប់ពីទូប្រុសយើងបានចាប់កើតខ្លួនឯងជាមនុស្សស្រីទូប្រុសយើងបានរត់ចេញពីសូហេធ្វើឲ្យសូហេរបស់យើងរៀងឆ្ងល់ទូប្រុសផងដែរបន្ទាប់ពីរត់ចាក់ចេញពីសូហេរួចហើយទូប្រុសយើងបានជួបជាមួយនឹងសាហេនរបស់យើងហើយសាហេនរបស់យើងបានឃើញរឿងរ៉ាវនេះផងដែរហើយសាហេនរបស់យើងបាននិយាយថាវាហួសពេលហើយទូប្រុសយើងបាននិយាយទៅកាន់សាហេនវិញថាគាត់នឹងសំទោសផងដោយសារតែគាត់មិនសូវចាំឈ្មោះសាលាហើយសាហេតុរបស់យើងនិយាយទៅកាន់ទូប្រុសវិញថាតើលោកនឹងមានតំណែងទំនងអ្វីជាមួយនឹងសូអេមែនបានជាលោកនឹងស្គាល់ទៅកាន់ឈ្មោះសូអេបន្ទាប់ពីសាហេតុរបស់យើងសួរទៅកាន់ទូប្រុសធ្វើឲ្យទូប្រុសយើងរៀងភ័យផងដែរហើយទូ
ទើបប្រុសយើងមិនបានឆ្លើយទៅកាន់សារហេតុវិញទេធ្វើឲ្យសារហេតុមកយើងសួរទៅកាន់ទើបប្រុសវិញថាមិនគឺទើបប្រុសមិនឆ្លើយនឹងសំណួរគាត់ចឹងតើទើបប្រុសភ័យមែនហើយខ្ញុំនៅសារហេតុមកយើងបាននិយាយទៅកាន់ទើបប្រុសទៀតថាប្រាប់ខ្ញុំថាអ្នកទាំងពីរជាបន្ទាប់ពីទើបប្រុសយើងបានលើទៅកាន់សារហេតុអញ្ចឹងទើបប្រុសយើងបានឆ្លើយទៅកាន់សារហេតុថានាងគ្រាន់តែជាកូនសិស្សរបស់ខ្ញុំនៅថ្នាក់ទី11កាលនៅសាលាតែប៉ុណ្ណោះកុំឲ្យសារហេតុមកយើងគិតច្រើនអីទើបប្រុសយើងបាននិយាយទៅកាន់សារហេតុថាឲ្យខ្ញុំគិតអញ្ចឹងមានផ្លូវទេហើយនាងកំពុងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំនឹងស្គាល់ទៅកាន់ឈ្មោះនាងហើយខ្ញុំបានលើគេនិយាយថានាងបានចូលទៅកាន់ភ្នាក់ងារមួយហើយខ្ញុំមិននឹកស្មានថាខ្ញុំបានជួបនាងនៅទីនេះនោះទេហើយទើបប្រុសយើងបាននិយាយប្រាប់ទៅកាន់សារហេតុថាប្រហែលជាសូអេរបស់យើងហើយនិយាយស្គាល់ទៅកាន់គាត់ផងដែរពេលដែលគាត់នៅសាលាប្រើប្រាស់អំពើហិង្សាគេស្គាល់គាត់នោះពេញសាលាហើយទើបប្រុសយើងបានសួរទៅកាន់សារហេតុទៀតថាតើយើងគួរធ្វើអីគេបើសិនជានាងដឹងថាគាត់ជាមនុស្សប្រុសបន្ទាប់ពីសារហេតុរបស់យើងលើទៅកាន់ទូប្រុសសូមកាន់គាត់អញ្ចឹងសារហេតុរបស់យើងនិយាយទៅកាន់ទូប្រុសថាតើវាសមហេតុសមផលមែនទេបើសិនជាសូហេរបស់យើងគិតថាទូប្រុសជាហាន់ជោកាលពីលើកមុនតើវាសមមែនទេបើសិនជាសូហេរបស់យើងគិតអ្នកជាមនុស្សប្រុសវាមិនសមហេតុសមផលនោះទេហើយសារហេតុរបស់យើងនិយាយទៅកាន់ទូប្រុសទៀតថាឲ្យទូប្រុសកុំបារម្ភអីព្រោះថានាងអាចមានវិធីណាដឹងថាទូប្រុសជាមនុស្សប្រុសនោះទេបន្ទាប់ពីសារហេតុរបស់យើងបាននិយាយចប់ទូប្រុសយើងបាននឹកឃើញថាអូតែការពិតខ្ញុំឥឡូវជាមនុស្សស្រីមិនមែនជាមនុស្សប្រុសពីមុននោះទេសារហេតុរបស់យើងនិយាយទៅកាន់ទូប្រុសទៀតថាបើសិនជាលោកធ្វើរបៀបបែបហ្នឹងទៀតប្រកាសណាស់អ្នកទាំងអស់គ្នាគិតថាលោកជាមនុស្សចម្លែកហើយខ្ញុំបានប្រាប់លោករួចតែឲ្យលោកធ្វើខ្លួនដូចជាមនុស្សស្រីបន្ទាប់ពីនិយាយមួយទូប្រុសរួចសារហេតុរបស់យើងបានដើរចេញពីទូប្រុសហើយមុននឹងដើរចេញសារហេតុរបស់យើងនិយាយទៅកាន់ទូប្រុសតើយើងទៅហើយលោកត្រូវប្រូមកធម្មតាវិញបន្ទាប់ពីទូប្រុសយើងបានស្ដាប់ទៅកាន់សារហេតុនិយាយរួចទូប្រុសយើងបានអត់មុខចំបន្តិចហើយទូប្រុសយើងបានសួរទៅកាន់សារហេតុនេះតែគ្រប់គ្រងធ្វើឲ្យសារហេតុរបស់យើងបានមើលមកកាន់ទូប្រុសហើយសារហេតុរបស់យើងបានសួរទៅកាន់ទូប្រុសថានាងមានកិច្ចការអីមែនបន្ទាប់ពីទូប្រុសយើងបានហៅទៅកាន់សារហេតុហើយទូប្រុសយើងបាននិយាយទៅកាន់សារហេតុថាគាត់នឹងមិនទាន់ចង់ផ្លាស់ប្ដូររូបកាយស្រីទៅប្រុសនៅក្នុងថ្ងៃនេះទេថាគាត់នឹងចង់នៅបន្ទាប់ពីពួកគេបាននិយាយរួចសេចរឿងរបស់យើងកាត់នៅពេលថ្ងៃដែលទូប្រុសយើងកំពុងតែជឿឡានក្រុងគណៈពេលដែលគាត់កំពុងតែជឿឡានក្រុងចឹងនៅទូប្រុសយើងបានគិតក្នុងចិត្តថាដោយសារតែខ្ញុំមិនទាន់សមស្របនឹងកាយនេះហើយខ្ញុំត្រូវតែសមស្របនឹងកាយនេះនៅពេលដែលខ្ញុំចូលវឹកហាត់ហើយខ្ញុំមិនទាន់យកវិញ្ញាណកាយនឹងច្បាស់លាស់ទេគណៈពេលដែលទូប្រុសយើងកំពុងតែឆោតគិតភ្លាមនៅទូប្រុសយើងបានងាកមកមើលពួកគេហើយសារតែពួកគេមើលទៅកាន់គាត់ខ្លាំងពេកធ្វើឲ្យទូប្រុសយើងរៀងភ័យផងដែរហើយព្រោះយើងបានគិតក្នុងใจគាត់បាននិយាយថារាងកាយនឹងរៀងគាត់ម៉េចស្បីតែក្រោយខ្ញុំក៏រៀងកង់ផងដែរហើយពេលដែលខ្ញុំឆោមម្ដងដែរខ្ញុំរៀងទឹកត្រោតចឹងបន្ទាប់ពីទូប្រុសយើងកំពុងតែគិតភ្លាមនៅក្មេងស្រីពីរនាក់ដែលនៅខាងក្រោយទូប្រុសយើងបាននិយាយថាតើនាងឃើញទេតើនាងជាតារាមែនបានជានាងស្អាតមែនបន្ទាប់ពីទូប្រុសយើងបានឮទៅការពួកគេនិយាយរួចទូប្រុសយើងបានគិតក្នុងចិត្តការដោយសារតែគាត់ឥឡូវខ្លាចជាមនុស្សស្រីបានជាគាត់នៅតែគិតពីរឿងនេះបន្ទាប់ពីទូប្រុសយើងបានចប់លើឡានក្រុងភ្លាមនោះមានបរិបម្នាក់បានរត់តាមក្រោយទូប្រុសឲ្យយើងហើយគាត់បាននិយាយទៅកាន់ទូប្រុសឲ្យទូប្រុសឈប់សិនបន្ទាប់ពីទូប្រុសយើងបានឮទូប្រុសយើងបានងាកមកមើលខាងក្រោយហើយគាត់បាននិយាយទៅកាន់ទូប្រុសថាតើនាងជាតារាល្បីមែនតែពីបរិបម្នាក់បាននិយាយចាប់ទូប្រុសយើងបានឈរមើលទៅកាន់បរិបម្នាក់នឹងហើយបរិបម្នាក់បាននិយាយទៅកាន់ទូប្រុសទៀតថាតែគាត់អាចសុំវីសាឆាតទៅកាន់ទូប្រុសបានអត់ហើយទូប្រុសយើងទៅពីលឿនអញ្ចឹងទូប្រុសយើងបានដាក់មេប្រូយដោយការទូប្រុសយើងរត់ចោលទៅកាន់សូអេអញ្ចឹងបន្ទាប់ពីទូប្រុសយើងបានមកដល់ផ្ទះទូប្រុសយើងបានគិតក្នុងចិត្តថាគាត់នឹងទិញអាវទិញស្បែកជើងនិងសំរងគាត់ហើយគាត់បានចូលទៅទិញនៅក្នុង website ហើយគាត់បានទិញប៊េជើកអាវហើយគាត់បានយកជាឈុតផងដែរសេរឿងរបស់យើងកាត់មកខាងណាវិញឃើញក្មេងស្រីម្នាក់កំពុងតែយកអីវ៉ាន់ដែលទូប្រុសយើងបានកំងហើយក្មេងស្រីនឹងបានក្លែងមកឃើញទូប្រុសរបស់យើងហើយក្មេងស្រីនឹងបានសួរទៅកាន់ទូប្រុសតើនាងគឺជាអ្នកកំងអីវ៉ាន់មែនហើយទូប្រុសយើងបាននិយាយថានឹងហើយក្មេងស្រីនឹងទៅពីលឺទូប្រុសយើងយ៉ាងចឹងក្មេងស្រីនឹងពិតជាភ្ញាក់ផ្អើលនឹងសម្រាប់ទូប្រុសយើងមែនតើហើយទូប្រុសយើងបាននិយាយទៅកាន់ក្មេងស្រីនឹងវិញថាតើខ្ញុំចំណាយអស់50,000 វ៉ាន់មែនទេក្មេងស្រីនឹងបានតបកាន់ទូប្រុសវិញថាអត់នោះទេអ្នកឲ្យខ្ញុំតែ40,000 វ៉ាន់បានហើយទូប្រុសយើងបានថាអូមិនអីទេចាំខ្ញុំផ្ដល់ឲ្យអ្នកបន្ទាប់ពីទូប្រុសយើងបានឲ្យលុយទៅកាន់ក្មេងស្រីនឹងទូប្រុសយើងបានយកបានមកទុករបស់គាត់ហើយគាត់បាននិយាយថានេះគឺជាអំណាចមុខស្អាតមែនទេហើយខ្ញុំមិនដែលប្រទះជួបរឿងនេះពីមុនមកនោះទេគាត់តបទៀតថាពេលដែលគាត់នៅមនុស្សប្រុសគាត់បានតែទិញអីហូបនឹងម៉ាត់មួយកន្លែងគាត់ឆោគិតលុយស្រំស្រាញ់ទៅតែបើកលើកនៅទីនោះបែបជាខឹងគាត់ទៅពេលដែលគាត់ខ្លាចជាមនុស្សស្រីគាត់ទៅទិញអីម៉ាត់នៅមួយកន្លែងព្រមនោះបឹក
ក្លឹកនៅទីនោះបានដូចជារក360ដឺក្រេតែពីទូប្រុសយើងឈប់គិតទៅរឿងនោះទូប្រុសយើងបានដើរមកទៅទឹកហើយគាត់បានឆ្លងមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយគាត់បាននិយាយថាមុខខ្ញុំនឹងស្អាតណាស់ហើយទូប្រុសយើងបានដោះកៅអៅហើយមិននឹងដោះគាត់បាននិយាយថាខ្ញុំនឹងត្រូវដោះកៅអៅហើយខ្ញុំត្រូវដោះទាំងអស់ហើយខ្ញុំនឹងបានឃើញរាងកាយនេះទាំងអស់ហើយខ្ញុំនឹងបានប្រឌិតវាបានគ្រប់មកហើយទូប្រុសយើងបាននិយាយទីថាមិនហើយវាមិនមានបញ្ហាទេព្រោះវាជារាងកាយរបស់ខ្ញុំតែពីទូប្រុសយើងបានដោះកៅអៅឲ្យវាខ្លួនហើយទូប្រុសយើងបាននិយាយថាអូរាងកាយរបស់ខ្ញុំវាជាស្អាតណាស់ហើយទូប្រុសយើងបាននិយាយថាអូទើបដឹងខ្ញុំដឹងខ្លួនខ្ញុំបានស្លឹងមើលរាងកាយនៅអស់រយៈពេល10នាទីហើយម៉ែចង់ខ្លាចឯនេះបន្ទាប់ពីទូប្រុសរបស់យើងបានកើតដូចរឿងរបស់យើងកាត់មកពេលព្រឹកវិញឃើញទូប្រុសយើងកំពុងតែភ្ញាក់ផ្អើលភ្លាមនោះទូប្រុសរបស់យើងបានទូបើកមើលភួយយ៉ាងលឿនមើលទៅកាន់រាងកាយរបស់គាត់ហើយគាត់បាននិយាយថាវាមិនមានឲ្យបំណិតទៅកាន់រាងកាយនេះទេនោះទេហើយទូប្រុសយើងបាននិយាយថាខ្ញុំស្មានតែការសមរាងកាយនៃរយៈពេលខ្លីវាមិនអាចទៅរួចនោះទេតែពីទូប្រុសរបស់យើងបានឈប់ខសាច់រឿងរបស់យើងកាត់មកពេលខាត់ដូរវិញឃើញអ្នកណាគេអ្នកកំពុងតែនិយាយបាតចាស់អ្នកវឹកហាត់ថ្មីកំពុងតែរងចាំអ្នកនៅខាងក្រៅលើហើយសាហេតុរបស់យើងបានប្រាប់ទៅកាន់អាចារ្យអ្នកនឹងថាបើសិនជាឃើញទូប្រុសរបស់យើងធ្វើខ្លួនចម្លែកបន្តិចកុំភ្ញាក់ផ្អើលអីតែនាងយល់ទេហើយនារីម្នាក់បានប្រាប់ទៅកាន់សាហេតុរបស់យើងថាខ្ញុំយល់ហើយបន្ទាប់ពីនាងបានមើលឯកសារដែលសាហេតុរបស់យើងបានប្រាប់ទៅកាន់នាងរួចភ្លាមនោះនាងបានមើលទៅកាន់ទូប្រុសរបស់យើងហើយនាងបាននិយាយថាតើជានាងមែនទេបន្ទាប់ពីនាងនិយាយរួចហើយនារីនឹងបានមើលទៅកាន់ទូប្រុសរបស់យើងកំពុងតែឈរនៅមុខកញ្ចក់ហើយទូប្រុសយើងបានសរសើរទៅកាន់មុខខ្លួនឯងថាមុខខ្លួនឯងនឹងស្អាតហើយនាងបាននិយាយថាមិននឹកស្មានតាមមុខរបស់ខ្ញុំនឹងស្អាតម្ល៉េះទេទូប្រុសយើងកំពុងតែសរសើរមុខមាត់ខ្លួនឯងខ្ញុំនោះនារីនឹងបានមកក្រោយទូប្រុសយើងហើយគាត់បាននិយាយថាជំរាបសួរអ្នកនាងធ្វើឲ្យទូប្រុសយើងរៀងបាក់ជាកេះផងដែរបន្ទាប់ពីហៅទៅកាន់ទូប្រុសរបស់យើងរួចភ្លាមនោះនារីនឹងបានប្រាប់ឈ្មោះទៅកាន់ទូប្រុសយើងឲ្យបានស្គាល់នាងមានឈ្មោះថាយូស៊ូយៀនហើយនាងគឺជាប្រធានអភិវឌ្ឍថ្មីហើយនាងបាននិយាយតទៅថាឯកសារដែលទូប្រុសរបស់យើងបានឲ្យនឹងគេបានរៀបចំគ្រប់គ្រងរួចហើយនារីនឹងបាននិយាយទៅកាន់ទូប្រុសទៅថាវារៀងយ៉ាប់ណាស់បើសិនជាអ្នកណាគេម្នាក់ចង់ខ្លាចជាតារាល្បីតែខ្ញុំមើលទៅកាន់មុខនាងទៅមុខនាងពិតជាស្អាតហើយនាងបាននិយាយតទៀតថានាងនឹងចូលហ្វឹកហាត់នៅក្នុងថ្នាក់នេះឥឡូវនេះហើយតើនាងមានសំណួរណាដែលចង់សួរខ្ញុំដែរទេបន្ទាប់ពីនាងនិយាយរួចនាងក៏បានបើកទ្វារឲ្យទូប្រុសយើងបានចូលទៅក្នុងថ្នាក់ហើយទូប្រុសរបស់យើងបានមើលទៅកាន់ក្នុងថ្នាក់ឬក្នុងថ្នាក់នេះនឹងស្ថិតតែនារីកំពុងតែឈរនិយាយគ្នាលេងហើយអ្នកខ្លះក៏បានឈរផ្អែកជាងហើយអ្នកខ្លះក៏បានឈរនិយាយគ្នាលេងហើយយើងក៏បានឃើញអូនស្រីម្នាក់បាននិយាយថាគេមកទៀតហើយនារីនឹងដែលប៊ីកអូនស្រីម្នាក់បាននិយាយថាតើគេមកប្រហែលអ្នកហើយនារីនឹងបាននិយាយថាតើនាងមិនដឹងទេតែគេបានមកពីខែមុនហើយអូនស្រីនឹងបាននិយាយទៅកាន់ក្មេងស្រីនឹងថាដល់ពេលដែលពួកគេបានមកពេញចម្លោះដែលពួកគេបានធ្វើតេស្តធ្លាក់នៅបន្ទាប់ពីអូនស្រីនឹងបាននិយាយចប់แล้วនោះក្មេងស្រីនឹងបាននិយាយទៅកាន់អូនស្រីថាតើមិនមែនមនុស្សដែលឈរពីមុខទ្វារការពីលើកមុនមែនទេបន្ទាប់ពីពួកគេបាននិយាយចប់គ្នានោះគ្មានក្មេងស្រីម្នាក់សួរទៅកាន់សូហេរបស់យើងថាតើសូហេរបស់យើងស្គាល់ទៅកាន់ទូប្រុសរបស់យើងអត់ម៉ែគូទូប្រុសរបស់យើងស្គាល់ទៅកាន់ឈ្មោះអ្នកបន្ទាប់ពីក្មេងស្រីនឹងសួរទៅកាន់សូហេរបស់យើងសូហេរបស់យើងបានឆ្លើយទៅកាន់ក្មេងស្រីនោះថាតែខ្ញុំមិនដែលស្គាល់នាងនោះទេបន្ទាប់ពីសូហេបាននិយាយចាប់លួយយើងបាននិយាយទៅកាន់អ្នកនរគ្នាថាបានអីទេបើសិនជាខ្ញុំសូមចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាបន្តិចបានទេហើយលួយយើងរបស់យើងបាននិយាយប្រាប់ទៅកាន់អ្នកនរគ្នាថាយើងមានសមាជិកចូលថ្មីម្នាក់បន្ទាប់ពីលួយយើងរបស់យើងបាននិយាយឲ្យអ្នកនរគ្នាស្គាល់ទៅកាន់ទូប្រុសហើយទូប្រុសរបស់យើងបានកលេចទៅឃើញសូហេរបស់យើងហើយទូប្រុសយើងបាននិយាយទៅកាន់ខ្លួនឯងថាខ្ញុំប្រកាសណាស់ថាសូហេរបស់យើងពិតជានៅទីនេះមែនតើបន្ទាប់ពីទូប្រុសយើងបានឆាប់គិតសូហេរបស់យើងបានក្លែងទៅមើលទូប្រុសហើយទូប្រុសយើងបានគិតក្នុងចិត្តថាមិនអីទេគ្មានវិធីណាដែលសូហេរបស់យើងមើលទៅកាន់រាងកាយរបស់គាត់ថាគាត់នឹងជាមនុស្សប្រុសណាស់ទេខ្សែរឿងរបស់យើងកាត់ទៅពេលមុនដែលទូប្រុសយើងបានចូលមករៀនក្នុងថ្នាក់នេះហើយសាហេតុរបស់យើងបាននិយាយទៅកាន់ទូប្រុសថាពេលដែលអ្នកខ្លាចជាមនុស្សស្រីតើអ្នកត្រូវការអត្តសញ្ញាណថ្មីមែនទេមិនអីទេខ្ញុំនឹងរៀបចំឲ្យអ្នកធម្មតាហើយត្រូវតែទិញឲ្យចាំនៅពេលដែលអ្នកចូលរៀនបន្ទាប់ពីសាហេតុរបស់យើងបាននិយាយចប់សាហេតុរបស់យើងបានឲ្យឯកសារឲ្យទូប្រុសរបស់យើងហើយសាហេតុបាននិយាយតទៀតថាតើអ្នកចូលចិត្តឈ្មោះនេះទេហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានកូនស្រីម្នាក់សាហេតុរបស់យើងនិយាយទៅកាន់ទូប្រុសថាឲ្យទូប្រុសយើងចេះអំរិចរឿងអ្វីដែលក្រៅពីគាត់បានសរសេរនៅលើឯកសារមួយនេះទេហើយបានត្រូវឲ្យលោកធ្វើអារម្មណ៍តាមតឹងនៅពេលដែលលោកចូលសម្ភាសន៍នោះទេតើលោកយល់ទេបន្ទាប់ពីពួកគេបាននិយាយចប់សាច់រឿងរបស់យើងកាន់មកឃើញទូប្រុសរបស់យើងកំពុងតែណែនាំខ្លួនហើយទូប្រុសយើងបាននិយាយថាខ្ញុំមានឈ្មោះហាន់យ៉ូអ៊ីខ្ញុំរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាបន្ទាប់ពីទូប្រុសយើងបានណែនាំខ្លួនរួចភ្លាមនោះអូនអ្នកនរគ្នាបានមើលទៅកាន់ទូប្រុសហើយមានក្មេងស្រីម្នាក់សួរទៅកាន់ក្មេងស្រីម្នាក់ទៀតថា
តើនាងមិនមែនជាមនុស្សស្រីដែលហ្វឹកហាត់នៅទីនេះអស្ចារ្យបំផុតមែនទេក្មេងស្រីនឹងបានតបទៅកាន់ក្មេងស្រីម្ដាប្រហែលជាពិតមែនទៅអូនពាក់អាវពណ៌ស្វាយក៏បាននិយាយតថាតើនេះគឺជារដូវកាលឬតារាសម្ដែងលើកដំបូងមែនទេតើគេយកនារីប្រភេទនេះដាក់ចូលក្នុងក្រុមមែនទេខ្ញុំសូមអភ័យទោសផងដោយសារតែសម្លេងខ្ញុំឥឡូវស្អកហើយដោយសារឥឡូវម៉ោង2យប់ហើយខ្ញុំស្ដាយកណ្ដាលយប់មកបន្ទាប់ពីអូនពើស្វាយបាននិយាយចប់លូយិនរបស់យើងបាននិយាយថាការណែនាំសមាជិកថ្មីបានបញ្ចប់ហើយតើអ្នកណាមានអីទេហើយលូយិនរបស់យើងបាននិយាយតមុននឹងអនុវត្តគឺសូមមើលជំនាញរបស់ទូប្រុសយើងសិនបន្ទាប់ពីលូយិនរបស់យើងបាននិយាយចោលទូប្រុសយើងឆ្ងល់មែនតើហើយទូប្រុសរបស់យើងបានងាកទៅសួរលូយិនថាតើជំនាញមែនហើយលូយិនរបស់យើងបានប្រាប់កាន់ហាន់យករបស់យើងថាធ្វើអ្វីដែលអ្នកចូលចិត្តដូចជាច្រៀងរាំអញ្ចឹងហើយវាមិនអីទេដូចជាអ្នកបង្ហាញទេពកោសល្យទៅឲ្យគេមើលអញ្ចឹងបន្ទាប់ពីលូយិនបាននិយាយចប់ទូប្រុសយើងបាននិយាយទៅកាន់លូយិនថាមិនអីទេខ្ញុំនឹងរាំហើយទូប្រុសយើងបានគិតបញ្ជាក់ថានេះគឺជាសម្ពាធច្រើនជាងបន្ទាប់ពីទូប្រុសរបស់យើងបានកលេចទៅមើលពួកគេហើយទូប្រុសរបស់យើងបានគិតបញ្ជាក់ថាតើពួកគេចង់ឲ្យខ្ញុំបង្ហាញជំនាញពួកគេនៅក្នុងថ្ងៃនេះមែនបន្ទាប់ពីទូប្រុសយើងបានជប់គិតទូប្រុសយើងបានញញឹមបន្តិចបើសិនជាខ្ញុំធ្វើខុសរឿងនេះបន្តិចខ្ញុំពិតជាខ្វះគេណាស់ហើយទូប្រុសយើងបាននិយាយតថានិយាយពីរឿងរាំខ្ញុំមិនគួរបារម្ភទេគណៈពេលដែលទូប្រុសរបស់យើងកំពុងតែដើរទៅខាងមុខភ្លាមនោះសូហេរបស់យើងក្លេកមើលទូប្រុសផងដែរហើយទូប្រុសរបស់យើងបាននិយាយក្នុងចិត្តថានៅពេលនេះខ្ញុំគួរតែបង្ហាញគេអ្វីមួយហើយទូប្រុសយើងបាននិយាយថាទោះបីជារាងកាយរបស់ខ្ញុំបានផ្លាស់ប្ដូរក៏ដោយបន្ទាប់ពីទូប្រុសរបស់យើងបានដើរទៅដល់ខាងមុខទូប្រុសយើងបានលើកដៃឡើងលើហើយមានក្មេងស្រីម្នាក់បានសរសើរទៅកាន់ទូប្រុសថាចំហរបស់នាងនឹងពិតជាល្អណាស់ហើយមកស្ទុះឡើងថាតែពួកគេមានភ្ញាក់រឿងអ្វីមួយចឹងគឺថាទូប្រុសរបស់យើងបានខ្ទើសជើងខ្លួនឯងធ្វើឲ្យកាប់មុខទៅនឹងក្រូយកមកធ្វើឲ្យលូយិនរបស់យើងពិតជាភ្ញាក់ផ្អើលហ្មងតែពីទូប្រុសយើងបានផ្កាត់មុខហើយធ្វើឲ្យក្មេងស្រីម្នាក់នឹងបានទប់ស្រីនឹងទូប្រុសបានទេហើយនេះគឺបានផ្សាយទៅកាន់ទូប្រុសមកទៅហើយទូប្រុសយើងបានងើបចេញវិញទូប្រុសយើងបានហាតែនេះគឺជាអីគេចាប់ផ្ដើមពីភាគមុនដែលទូប្រុសរបស់យើងបានផ្កាត់មុខទៅកាន់អ្នកទាំងអស់គ្នាហើយលូយិនរបស់យើងបានមកលើកទូប្រុសហើយលូយិនបាននិយាយទៅកាន់ទូប្រុសថាតើអ្នកមិនអីទេឬអ្នកត្រង់របួសត្រង់ណាមែនទេលូយិនរបស់យើងបាននិយាយតថាមិនអីទេនេះគឺជារឿងកំ pl នោះទេឲ្យអ្នកនរគ្នាកុំប្រកាន់គាត់ហើយបន្ទាប់ពីលូយិនរបស់យើងបាននិយាយចប់មើលទៅកាន់ពួកគេបាននិយាយរឿងទូប្រុសផងដែរបន្ទាប់មកលូយិនរបស់យើងបាននិយាយទៅកាន់ពួកគេថាមិនអីទេឲ្យអ្នកទាំងអស់គ្នាហ្វឹកហាត់នៅក្នុងថ្ងៃនេះហើយគាត់បាននិយាយតទៀតថាឲ្យអ្នកទាំងគ្នាហ្វឹកហាត់នៅក្នុងថ្ងៃនេះឲ្យអស់ពីសមត្ថភាពមកបន្ទាប់ពីលូយិនរបស់យើងបាននិយាយចប់មើលទៅកាន់អូនគាត់កំពុងតែហ្វឹកហាត់ហើយបើអូនគាត់ហ្វឹកហាត់តែពីព្រឹកនោះទេមុននឹងបើអូនចូលហ្វឹកហាត់មានគ្រូបំផឹកបានជាបើអូនចូលក្នុងក្រុមហ្វឹកហាត់ស្អីរឿងរបស់យើងកាន់ឃើញទូប្រុសរបស់យើងកំពុងតែឆោតហ្វឹកហាត់ហើយភ្លាមនោះគ្រូបំផឹកបាននិយាយទៅកាន់ពួកគេថាឲ្យពួកគេដាក់ដៃនៅលើគ្នាឲ្យលាតសន្ធឹងខ្លះហើយទូប្រុសរបស់យើងបាននិយាយថាអូអីគេខ្ញុំពិតជាខ្មាស់គេណាស់បើឲ្យខ្ញុំធ្វើអញ្ចឹងស្អីរឿងរបស់យើងកាន់ឃើញទូប្រុសរបស់យើងកំពុងតែហ្វឹកហាត់ហើយទូប្រុសយើងបាននិយាយថានេះហើយដែលរឿងដែលខ្ញុំបារម្ភតាំងពីថ្ងៃមុនដំបូងដោយសារតែខ្លួនខ្ញុំឥឡូវជាមនុស្សស្រីហើយខ្ញុំមិនទាន់បានស្រោមស្រោជាមួយនឹងរាងកាយនោះទេព្រោះខ្លួនខ្ញុំឥឡូវជើងដៃរបស់ខ្ញុំលើរឿងដដែលមិនទាន់ដូចរាងកាយស្រេចនោះទេបន្ទាប់ពីទូប្រុសយើងបាននិយាយចប់ព្រមនោះលោកគ្រូអំពើទៅកាន់ពួកគេបានដើរមកកាន់ទូប្រុសយើងហើយនាងបានហេឡូទៅកាន់ទូប្រុសរបស់យើងហើយនាងបានសួរទៅកាន់ទូប្រុសថាតើអ្នកជាម្នាក់វឹកហាត់ថ្មីមែនបានជាខ្ញុំទើបតែឃើញនាងថ្ងៃនេះហើយនាងបានប្រាប់ទៅកាន់ទូប្រុសថានាងគឺជារចនាក្បាច់របស់ចារីនបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់ទៅកាន់នាងនិយាយរួចទូប្រុសរបស់យើងបានហេឡូទៅកាន់នាងវិញបន្ទាប់ពីទូប្រុសរបស់យើងបានហេឡូទៅកាន់នាងរួចនាងបានសួរទៅកាន់ទូប្រុសរបស់យើងបានចូលរៀននៅក្នុងសាលាល្បាំនឹងបានមួយរយៈហើយតើទូប្រុសរបស់យើងអាចបង្ហាញក្បាច់រាំទៅកាន់នាងបានទេបន្ទាប់ពីទូប្រុសរបស់យើងបានលើកទៅកាន់នាងសូមកាន់គាត់ចាគាត់បានដើម្បីខាំងមួយកន្លែងតែបន្ទាប់ពីទូប្រុសយើងពងតែខាំងភ្លាមនោះនារីម្នាក់បានមើលទៅកាន់ទូប្រុសទៅមុខឆ្ងល់ហើយនារីម្នាក់បានមើលទៅកាន់ឯកសារទូប្រុសរបស់យើងហើយនាងបាននិយាយថាក្បាច់រាំនិងក្បាច់ពិសេសរបស់ទូប្រុសរបស់យើងតើទូប្រុសរបស់យើងបានសរសេរខុសមែនទេបន្ទាប់ពីនាងបានមើលឯកសារកាន់ទូប្រុសរួចនាងក៏បានហៅទៅកាន់លោកគ្រូអូជុនបន្ទាប់ពីលោកគ្រូអូជុនរបស់យើងបានលើកទៅកាន់នាងហៅកាន់គាត់ចាគាត់បានដើរទៅកាន់ពួកគេហើយនាងបាននិយាយទៅកាន់លោកគ្រូអូជុនថាទូប្រុសរបស់យើងទើបនៅអ្នកបង្ហាត់ថ្មីឲ្យទូប្រុសរបស់យើងទៅធ្វើលំហាត់កាយនៅជ្រុងម្ខាងទេបន្ទាប់ពីលោកគ្រូអូជុនរបស់យើងបានលើកទៅកាន់នាងទៅកាន់ប្រាប់គាត់ចឹងគាត់បាននិយាយវិញថាមិនអីទេយ៉ាងគាត់នឹងជួយទៅកាន់នាងបន្ទាប់ពីទូប្រុសរបស់យើងបានលើកទៅកាន់ពួកគេនិយាយរួចទូប្រុសរបស់យើងបាននិយាយទៅកាន់ពួកគេថាតើខ្ញុំត្រូវចាប់ផ្ដើមហ្វឹកហាត់រាងកាយតាំងពីពេលនេះតើមែនបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយរួចសាច់រឿងរបស់យើងកាន់ឃើញលោកគ្រូអូជុនកំពុងតែរាប់
លេខហើយលោកគ្រូអូជនរបស់យើងរាប់លេខ1លេខ2លេខ3ហើយលោកគ្រូអូជនរបស់យើងបាននិយាយទៅកាន់ទូរស័ព្ទថាឲ្យទូរស័ព្ទរបស់យើងសម្រាប់ចាត់តែកំតិនបង្ហាត់ដល់ទៀតហើយបន្ទាប់ពីលោកគ្រូអូជនមកទូរស័ព្ទយើងសម្រាប់ទូរស័ព្ទរបស់យើងពិតជាហត់មែនតើហើយទូរស័ព្ទយើងបាននិយាយថាគាត់ទៅវឹកហាត់បាន10នាទីនោះទេតែរាងកាយរបស់គាត់ពិតជាហត់មែនតើបន្ទាប់ពីលោកគ្រូអូជនមើលទៅកាន់ទូរស័ព្ទរបស់យើងលោកគ្រូអូជនបាននិយាយទៅកាន់ទូរស័ព្ទថាឲ្យទូរស័ព្ទរបស់យើងបង្កើនកម្លាំងចិត្តនោះខ្លួនឯងបន្ទាប់ពីលោកគ្រូអូជនរបស់យើងបាននិយាយរួចមើលភាពការទៅកាន់ទូរស័ព្ទរបស់យើងពិតជាយ៉ាប់មែនតើហើយទូរស័ព្ទយើងបាននិយាយថាជាការពិតណាស់តាំងពីរាងកាយរបស់ខ្ញុំអាចជាស្ត្រីមករាងកាយរបស់ខ្ញុំពិតជាទន់ខ្សោយមែនគណៈពេលដែលទូរស័ព្ទរបស់យើងកំពុងតែឆោតគិតមានអូនស្អីពាក់អាវពណ៌ស្បែកបានប្លែកមើលទូរស័ព្ទរបស់យើងហើយនាងមិនបាននិយាយអីនោះទេស្អីរឿងរបស់យើងកាត់នៅពេលមកសម្រាប់ឃើញសាហ៊ីនរបស់យើងសួរទៅកាន់ទូរស័ព្ទថាតើអ្នកវឹកហាត់នៅពេលព្រឹកយ៉ាងម៉េចដែររាប់ពីនាងបាននិយាយចប់ទូរស័ព្ទរបស់យើងបានសួរទៅកាន់នាងតើគាត់អាចនិយាយមួយនាងមួយភ្លេតបានទេហើយស្អីរឿងរបស់គេបានប្រាប់យើងនៅទេបានតែឃើញពួកគេកំពុងនិយាយគ្នាហើយសាហ៊ីនរបស់យើងបានប្រាប់ទៅកាន់ទូរស័ព្ទថាឲ្យទូរស័ព្ទយើងកុំគិតច្រើននាងបាននិយាយទៅកាន់ទូរស័ព្ទទៀតថាច្បាស់ណាស់ថារាងកាយរបស់លោកជាមនុស្សស្រីតែគំនិតរបស់លោកគឺនៅជាមនុស្សប្រុសនោះទេហើយនាងបាននិយាយតថាដោយសារតែលោកនឹងអត់ទាន់បានយល់ច្បាស់ពីរាងកាយរបស់លោកនៅអតីតកាលនោះទេហើយនាងបាននិយាយទៅកាន់ទូរស័ព្ទទៀតថាច្បាស់ណាស់បើសិនជាលោកអត់ទាន់យល់ពីរាងកាយនេះនោះទេលោកនឹងជួបបញ្ហារឿងដោយសារតែគំនិតរបស់លោកគឺជាមនុស្សប្រុសបានជារាងកាយរបស់លោកនឹងរឿងអាចដូចជាមនុស្សស្រីបន្ទាប់ពីទូរស័ព្ទរបស់យើងបានស្ដាប់ឮសាហ៊ីនរបស់យើងនិយាយរួចបន្ទាប់ពីសាហ៊ីនរបស់យើងបាននិយាយចប់ទូរស័ព្ទរបស់យើងបាននិយាយទៅកាន់សាហ៊ីនវិញថានោះមានន័យថាខ្ញុំហើយស្អីរឿងរបស់យើងគេមិនបានប្រាប់នោះទេបន្ទាប់ពីពួកគេបាននិយាយចប់សាហ៊ីនរបស់យើងបាននិយាយទៅកាន់ទូរស័ព្ទថាកុំឲ្យទូរស័ព្ទរបស់យើងព្រួយបារម្ភអីនេះគឺជាថ្ងៃលើកដំបូងនោះទេហើយអ្នកបាននិយាយតថាឲ្យទូរស័ព្ទរបស់យើងរត់ដំណោះស្រាយឥឡូវនេះមកទៅបន្ទាប់ពីសាហ៊ីនរបស់យើងបាននិយាយទៅកាន់ទូរស័ព្ទរួចទូរស័ព្ទរបស់យើងនឹងរៀបដើរចេញទៅក្រៅហើយសាហ៊ីនរបស់យើងបានសួរទៅកាន់ទូរស័ព្ទថានៅពេលល្ងាចទូរស័ព្ទរបស់យើងត្រូវវឹកហាត់ជ្រេងមែនទេហើយអ្នកបាននិយាយតទៅថាឲ្យទូរស័ព្ទរបស់យើងទៅផលិតមើលចម្រៀងរបស់អ្នកតើវាល្អដែរឬទេហើយទូរស័ព្ទរបស់យើងបាននិយាយទៅកាន់សាយវិញថាមានអីទេគាត់ទៅបន្ទាប់ពីទូរស័ព្ទរបស់យើងបានទៅសាយរបស់យើងបានបាយទូរស័ព្ទពីក្រោយមកហើយនាងបានគិតក្នុងចិត្តថារឿងនេះពិតជាអាក្រក់ណាស់សម្រាប់នាងសាច់រឿងរបស់យើងកាត់មកឃើញសាយរបស់យើងកំពុងតែសួរទៅកាន់លោកនាយកហើយសាយរបស់យើងសួរទៅកាន់លោកនាយកថាយ៉ាងម៉េចដែរតើលោកនាយកជួបទៅកាន់នាងថ្ងៃហ្នឹងតើនាងសុខសប្បាយដែរឬទេហើយគេបានបញ្ជាក់ពួកយើងនៅទេថាពួកគេកំពុងតែនិយាយពីនរណាគេហើយលោកនាយកបាននិយាយទៅកាន់សាយថាមិនអីទេទោះគាត់នឹងគិតយ៉ាងណាក៏ដោយក៏វាមិនសមហេតុសមផលដែរតាំងពីក្រុមហ៊ុនកំសាន្តអ៊ីនធឺណលបានចូលមកម្លេះដោយសារតែពួកគេចង់សាកល្បងទៅកាន់ក្មេងៗសាហេតុមកយើងបាននិយាយទៅកាន់លោកនាយកថាជាការពិតណាស់ដោយសារតែយើងមានជំរឿល្អជាច្រើនបើសិនជារើសទឹកមុនបែរជាល្អហើយនាងបាននិយាយទៅកាន់លោកនាយកថាមិនអីទេដោយសារតែយើងមានក្រុមទី1ខ្ញុំនឹងធានាថាពួកគេនឹងធ្វើបានហើយលោកនាយកបានតបទៅកាន់សាយវិញថាមិនអីទេបើសិនជានាងមានបញ្ហាបន្តិចបន្តួចយើងអាចកាត់នាងចោលបានហើយលោកនាយកបាននិយាយតទៅថាមិនអីទេនេះគឺជាការពិសោធន៍នោះទេដោយឧទាហរណ៍ថានាងគ្រាន់តែមានមុខស្អាតនោះទេក្រៅពីនោះនាងមិនមានអីនោះទេហើយនាងគ្រាន់តែនិយាយបានតែហើយលោកនាយកបាននិយាយតទៅថាខ្ញុំស្គាល់ជំនាញរបស់ទូករបស់យើងហើយគាត់មិនបារម្ភទេហើយខ្ញុំទៅដឹងថាពួកគេនិយាយពីទូករបស់យើងបន្ទាប់ពីសាហ៊ីនរបស់យើងបានស្ដាប់ទៅកាន់លោកនាយកនិយាយសាហ៊ីនរបស់យើងបាននិយាយទៅកាន់លោកនាយកថាតើលោកនាយកមិនទាត់នាងចេញមែនទេខ្សែរឿងរបស់យើងកាន់មកខាងទូករបស់យើងកំពុងតែហូបបាយហើយទូករបស់យើងបាននិយាយថាជាការបណ្ណាជំនាញនោះខ្ញុំគាត់តែបង្ហាញទៅកាន់ពួកគេតែវាមិនអាចទៅរួចនោះទេដោយសារតែខ្ញុំឥឡូវជាមនុស្សស្រីគឺថាជំនាញរបស់ទូប្រុសដែលការដែលទូប្រុសយើងនៅជាមនុស្សប្រុសជំនាញរបស់គាត់ធ្វើបានតែក្នុងរូបកាយមនុស្សប្រុសទេតែរូបកាយមនុស្សស្រីគាត់មិនអាចធ្វើបាននោះទេបន្ទាប់ពីទូប្រុសរបស់យើងបានគិតដូចទូប្រុសរបស់យើងបានសម័យទៅការពីម្សិលមិញទូប្រុសរបស់យើងពិតជាសប្បាយចិត្តណាស់ដែលបានមើលទៅកាន់រាងកាយរបស់គាត់ជាមនុស្សស្រីហើយទូប្រុសយើងcũngបាននិយាយថាគឺថាទូប្រុសរបស់យើងមិនចង់មើលទេតែទូប្រុសរបស់យើងបន្ទាប់ពីទូប្រុសរបស់យើងជប់គិតទូប្រុសរបស់យើងបានកន្លែងទៅមើលកាន់ពួកគេឃើញពួកគេមានមិត្តភ័ក្តិនិយាយគ្នាលេងហើយទូប្រុសរបស់យើងបានតែអង្គុយនៅម្នាក់ឯងនៅតែហើយទូប្រុសរបស់យើងបានស្ដាប់ទៅកាន់ពួកគេនិយាយចែកគ្នាលេងយ៉ាងសប្បាយហើយតែរឿងរបស់យើងកាន់នៅក្នុងពេលដែលពួកគេកំពុងតែហាត់សមជ្រេងតែរឿងរបស់យើងកាន់មកឃើញគ្រប់គ្រងប្រាប់ទៅកាន់ទូប្រុសឲ្យទូប្រុសរបស់យើងរំចាំគេបន្តិចហើយនាងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងមានអារម្មណ៍ល្អដែរទេហើយទូប្រុសយើងបានគិតក្នុងចិត្តថាអូខ្ញុំវិនិច្ឆ័យលើកនេះបន្ទាប់ពីពួកគេបានតេស្តសម្លេងទៅកាន់ទូប្រុសរួចអ្នកគ្រប់គ្រងបាននិយាយទៅកាន់ទូប្រុសថាសម្លេងរបស់ទូប្រុសរបស់យើងវារៀងខុសប្រក្រតីបន្តិចឲ្យទូប្រុសរបស់យើងសាកបងម្ដងទេ
បន្ទាប់ពីទូប្រុសរបស់យើងបានតេស្តសម្លេងរួចទូប្រុសរបស់យើងបានដើរចេញមកក្រៅហើយទូប្រុសយើងបាននិយាយថាសម្លេងរបស់ខ្ញុំវាមិនអស់ដូចជាការរាំរបស់ខ្ញុំនោះទេហើយទូប្រុសយើងបានគិតថាទេខ្ញុំមិនត្រូវសប្បាយចិត្តនៅរឿងនោះទេបន្ទាប់ពីទូប្រុសយើងបានចាំគិតទូប្រុសយើងបានផ្លេចទៅកាន់ពួកគេឃើញពួកគេពិតជាព្យាយាមបន្ទិញសម្លេងរបស់ពួកគេឲ្យព្រោះហើយទូប្រុសរបស់យើងបានគិតក្នុងចិត្តថាពួកគេរឹងរូសវឹកហាត់តាំងពីព្រឹកពួកគេមិនដែលខ្ជិលច្អូនម្ដងណាឡើយហើយទូប្រុសយើងបានតែមើលទៅកាន់ពួកគេនោះទេហើយទូប្រុសយើងបាននិយាយថាមើលទៅកាន់ក្មេងស្រីពាក្យហ្នឹងទៅគេពិតជាតស៊ូខ្លាំងណាស់សេះរឿងរបស់យើងកាន់ដល់ពេលល្ងាចវិញឃើញលឺយន្តរបស់យើងបាននិយាយទៅកាន់ទូប្រុសថាឲ្យទូប្រុសរបស់យើងនិយាយទៅកាន់អត្តលេខាដែលទូប្រុសរបស់យើងអនុវត្តនៅក្នុងបន្ទប់នៅស្ថានភាពណាហើយលឺយន្តរបស់យើងបាននិយាយទៅកាន់ទូប្រុសទៀតថាតើទូប្រុសរបស់យើងមិនហត់ទេហើយទូប្រុសរបស់យើងត្រូវមកស្នាក់នៅទីនេះនៅថ្ងៃដំបូងទេបន្ទាប់ពីទូប្រុសរបស់យើងស្ដាប់ទៅកាន់លឺយន្តនិយាយរួចទូប្រុសរបស់យើងបានតបទៅកាន់លឺយន្តវិញថាមិនអីទេខ្ញុំសុខសប្បាយនោះទេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយទៅកាន់លឺយន្តរួចទូប្រុសរបស់យើងបានដើរចេញពីខាងក្រៅហើយទូប្រុសរបស់យើងបានគិតនៅក្នុងចិត្តថាបើសិនជាខ្ញុំចង់ធ្វើអ្វីមួយខ្ញុំត្រូវធ្វើឲ្យដែរបើជាខ្ញុំមានដំណោះស្រាយបន្ទាប់ពីទូប្រុសរបស់យើងបានចាំគិតទូប្រុសរបស់យើងបានដើរមកបន្ទប់បង្ហាត់របស់គាត់ហើយគាត់បាននិយាយថាសូមតែរាងកាយរបស់គាត់ធ្វើកាយវិការសាមញ្ញក៏ដោយក៏រាងកាយនេះចង់ធ្វើបន្តទៅមុខទៀតដែរបន្ទាប់ពីទូប្រុសយើងបានចាំគិតទូប្រុសយើងបានដើរមកឃើញខាងក្នុងហើយទូប្រុសយើងបានឃើញអូនស្រីដែលអោបបើស្មៃយើងកំពុងតែវឹកហាត់រមហើយនេះបានមើលទៅកាន់ទូប្រុសវិញផងដែរហើយទូប្រុសរបស់យើងបានគិតក្នុងចិត្តថាមិនគុំអ្នកស្រីម្នាក់ហ្នឹងជឿចិត្តនៅក្នុងបន្ទប់នេះវឹកហាត់តាមអ្នកឯងចឹងហើយទូប្រុសរបស់យើងបានសួរស្ដីទៅកាន់អ្នកស្រីហ្នឹងវិញផងដែរបន្ទាប់ពីទូប្រុសយើងបាន hello ទៅកាន់អ្នកគ្នាបានសួរទៅកាន់ទូប្រុសវិញថាតើទូប្រុសយើងជាហាន់យូអ៊ីមែនទេអូនពាក់អាវពណ៌ស្វាយគាត់បាននិយាយទៅកាន់ទូប្រុសទៅថាខ្ញុំនឹងមានអាយុដូចអ្នកដែរគឺអាយុ20ឆ្នាំអូនពាក់អាវពណ៌ស្វាយនិយាយទៅកាន់ទូប្រុសទៅថាឲ្យទូប្រុសរបស់យើងហៅទៅកាន់យើងអូនជារីយ៉ងបានហើយសម្រាប់នឹងខ្ញុំស្គាល់ឈ្មោះអូនពាក់អាវពណ៌ស្វាយឡើង5ភាគឲ្យបានគេទៅនឹងវិច័យឈ្មោះរបស់ហើយសេរឿងរបស់យើងកាន់មកឃើញទូប្រុសរបស់យើងបាននិយាយទៅកាន់អូនរីយ៉ងវិញថាឈ្មោះអូនរីយ៉ងពិតជាបរិសុទ្ធណាស់បន្ទាប់ពីទូប្រុសរបស់យើងបានសើទៅកាន់អូរីយ៉ងរបស់យើងអូរីយ៉ងបានសួរទៅកាន់ទូប្រុសវិញថាតើទូប្រុសរបស់យើងនៅតែជាអ្នកវឹកហាត់សាកល្បងមែនទេហើយទូប្រុសរបស់យើងបានប្រាប់ទៅកាន់អូរីយ៉ងវិញថាមែនហើយនេះគឺជាការពិតបន្ទាប់ពីពួកគេបានវឹកហាត់ជាមួយគ្នាអូរីយ៉ងរបស់យើងបានក្លេចមើលទូប្រុសរបស់យើងហើយអូរីយ៉ងរបស់យើងបានសួរទៅកាន់ទូប្រុសថាតើមិនអីទេនេះគឺជាថ្ងៃដំបូងរបស់អ្នកហើយទូប្រុសយើងបានប្រាប់ទៅកាន់អូរីយ៉ងវិញថាវាមិនងាយស្រួលទេទូប្រុសរបស់យើងបាននិយាយទៅកាន់អូរីយ៉ងវិញថានៅក្រុមនេះពិតជាល្អណាស់តែពីទូប្រុសយើងបាននិយាយទៅកាន់អូរីយ៉ងរបស់យើងលុយទូប្រុសយើងបានអង្គុយហើយទូប្រុសយើងបាននិយាយថាវាពិបាកណាស់បើសិនជាគាត់ចង់ធ្វើកាយវិការខ្លាំងសូម្បីតែគាត់លោតក៏គាត់មានអារម្មណ៍ថាឈឺចាប់ផងដែរហើយទូប្រុសយើងបាននិយាយតថាបើសិនជាគាត់សម្របសម្រួលតាមរាងកាយនេះប្រហែលជាវាប្រសើរឡើងបន្ទាប់ពីទូប្រុសយើងបានអង្គុយអូរីយ៉ងរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងអាចត្រឹមត្រូវបានមួយសប្តាហ៍ដែរឬទេបន្ទាប់ពីអូរីយ៉ងបានសួរទៅកាន់ទូប្រុសរបស់យើងបានលើកទៅមើលអូរីយ៉ងហើយអូរីយ៉ងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងស្នាក់នៅទីនេះដែរឬទេហើយអូរីយ៉ងរបស់យើងបានប្រាប់ទៅកាន់ទូប្រុសថាមិនអីទេគាត់នឹងវឹកហាត់នៅទីនេះបាន5ឆ្នាំហើយគាត់បានឃើញមនុស្សជាច្រើនដូចជាទូប្រុសផងដែរបន្ទាប់ពីអូរីយ៉ងរបស់យើងបាននិយាយចប់មើលទៅកាន់ទូប្រុសរបស់យើងបានគិតថាបើសិនជាគេដឹងថាចំណេញរបស់យើងខុសគ្នាគេនឹងដើរចាក់ចែងពីយើងព្រាមបន្ទាប់ពីទូប្រុសរបស់យើងកំពុងតែគិតអូរីយ៉ងរបស់យើងបានសួរទៅកាន់ទូប្រុសថាតើធ្វើឲ្យដល់វាលុយមែនទេប្រហែលជាខ្ញុំធ្វើដែរមើលទៅតែខ្ញុំថាមកពីគេគិតពីវាស្រាលពេកហើយខ្ញុំថាប្រហែលមួយចំណប់នោះប្រហែលជាមានយ៉ាងផងដែរអូរីយ៉ងរបស់យើងបាននិយាយទៅកាន់ទូប្រុសថាខ្ញុំនិយាយរឿងនេះទាំងប្រុងប្រយ័ត្នហើយខ្ញុំនឹងអាចធ្វើវាធ្វើបានហើយអូរីយ៉ងរបស់យើងបាននិយាយទៅកាន់ទូប្រុសថាមនុស្សនៅទីនេះមានផ្នត់គំនិតតែពាក្យកណ្ដាលចិត្តតែប៉ុណ្ណោះហើយអូរីយ៉ងរបស់យើងបានសួរទៅកាន់ទូប្រុសថាតើពាក្យនេះមិនឆ្លើយពេកទេសម្រាប់អ្នកវឹកហាត់នៅទីនេះអូរីយ៉ងរបស់យើងបានប្រាប់ទៅកាន់ទូប្រុសថាកុំឲ្យទូប្រុសរបស់យើងនឹងតស៊ូពេញមួយសប្តាហ៍នេះនោះទេតើពីអូរីយ៉ងរបស់យើងបាននិយាយទៅកាន់ទូប្រុសរួចអូរីយ៉ងរបស់យើងបានអន់ពីទូប្រុសហើយអូរីយ៉ងរបស់យើងបាននិយាយថាបើអ្នកជាបែបនោះមិនក៏អ្នកមិនសាកល្បងដើរចេញពីទីនេះហ្មងទៅសេរីរបស់យើងតបពីមុនដែលអូរីយ៉ងរបស់យើងឲ្យទូប្រុសរបស់យើងសាកល្បងដើរចេញពីទីនេះហ្មងទៅបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់ទៅកាន់អូរីយ៉ងនិយាយរួចទូប្រុសរបស់យើងបានប្រាប់ទៅកាន់អូរីយ៉ងវិញថាឲ្យអូរីយ៉ងរបស់យើងឈប់ស្ដាប់ទូប្រុសរបស់យើងបាននិយាយទៅកាន់អូរីយ៉ងថាជាការពិតណាស់ខ្ញុំឥឡូវដូចជាមិនដឹងលេងសើចអញ្ចឹង
ទូប្រុសរបស់យើងបាននិយាយទៅកាន់អូននិយមទៀតថាខ្ញុំមកទីនេះខ្ញុំមិនមកលេងនោះទេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់អូននិយមរបស់យើងបាននិយាយមើលទូប្រុសផងដែរហើយទូប្រុសរបស់យើងបាននិយាយទៅកាន់អូននិយមថាខ្ញុំមិនដែលមានសាររឿងនេះនោះទេហើយទូប្រុសរបស់យើងបាននិយាយទៅកាន់អូននិយមទៀតថាខ្ញុំយករឿងនេះជាមកចត់បន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់ខ្ញុំនិងអូននិយមរបស់យើងបានលេងទៅមើលទូប្រុសរបស់យើងហើយនាងបានចាប់អារម្មណ៍នឹងអាវទូប្រុសរបស់យើងហើយខ្ញុំនិងនាងបានដើរទៅរកទូប្រុសរបស់យើងហើយនាងបានបើកទៅមើលអាវទូប្រុសរបស់យើងតែពីអូននិយមរបស់យើងបានបើកអាវមើលទៅកាន់មកទូប្រុសខ្ញុំនិងទូប្រុសរបស់យើងបានសួរទៅកាន់អូននិយមថាអូននិយមរបស់យើងកំពុងធ្វើអីគេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់ខ្ញុំនិងអូននិយមរបស់យើងបានក្រេកទៅមើលទូប្រុសហើយអូននិយមរបស់យើងបាននិយាយទៅកាន់ទូប្រុសថាតើទូប្រុសមិនធន់ធ្ងរទេដែលទូប្រុសរបស់យើងបានពាក់អាវក្នុងកំឡុងពេលដែលវឹកហាត់ទូប្រុសរបស់យើងបានស្ដាប់ការអូននិយមរបស់យើងបាននិយាយប្រាប់ការគាត់ចឹងធ្វើឲ្យទូប្រុសរបស់យើងត្រឹមតែគៀងមួយកន្លែងនេះទេតែពីអូននិយមរបស់យើងបានប្រាប់ដល់ការទូប្រុសរបស់យើងរួចអូននិយមរបស់យើងបានដើរចេញពីទូប្រុសហើយsựរឿងរបស់យើងកាន់មកពេលថ្ងៃស្អែកឃើញទូប្រុសរបស់យើងកំពុងតែដេកខណៈពេលដែលទូប្រុសយើងកំពុងតែដេកខ្ញុំទូរស័ព្ទមកខកក៏បានរកហើយទូប្រុសរបស់យើងបានអង្គុយមើលទូប្រុសយើងបាននិយាយថាតើខ្ញុំដល់មកតើវឹកហាត់ទៀតហើយមែនតែពីទូប្រុសរបស់យើងបាននិយាយចំsựរឿងរបស់យើងកាន់ឃើញទូប្រុសរបស់យើងកំពុងតែរត់នៅកន្លែងដែលគាត់នឹងវឹកហាត់ខណៈពេលដែលទូប្រុសរបស់យើងកំពុងតែរត់នឹងទូប្រុសយើងបាននិយាយថាសំណាងណាស់ដែលខ្ញុំទិញអាវហ្នឹងវាសមនឹងមាត់របស់ខ្ញុំហើយទូប្រុសរបស់យើងបាននិយាយថាមានអីនោះទេបើសិនជាខ្ញុំមិនមានអាវពាក់មុនកាន់តែនេះពេលដែលទូប្រុសយើងកំពុងតែរត់ទូប្រុសរបស់យើងបានគិតនៅក្នុងចិត្តថាខ្ញុំនឹងខំវឹកហាត់យកជំនាញរបស់ខ្ញុំមកវិញហើយទូប្រុសយើងបាននិយាយតទៀតថាការរត់2ម៉ោងមុនពេលចូលរៀនតើវាល្អទេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់មើលស្ថានភាពនៅកាន់ទូប្រុសរបស់យើងគឺថាទូប្រុសរបស់យើងពិតជាហត់មែនតើហើយទូប្រុសរបស់យើងទើបរត់បាន10នាទីនោះទេហើយទូប្រុសយើងបាននិយាយតទៀតថាតែគាត់រត់ល្បឿនប៉ុណ្ណឹងតែគាត់ពេលណាបានទៅដល់កន្លែងហើយខ្ញុំនឹងមានបារម្ភដែលបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងមានអីទេបន្ទាប់មកសេរីរឿងរបស់យើងកាន់មកកន្លែងខ្លះដោយទូប្រុសយើងកំពុងតែប្រកាសខ្ញុំនៅលោកគ្រូជនបាននិយាយទៅកាន់ទូប្រុសថាបច្ចុប្បន្នគាត់ខ្លាចជាលោកគ្រូបំផុតទៅកាន់អ្នកទាំងអស់គ្នាហើយគាត់បាននិយាយតទៀតថាមុននឹងចូលរួមនឹងមានជនជាតិចិនបានចូលរួមមកវឹកហាត់ដែរហើយគាត់នឹងទៅចូលរៀនពី3ថ្ងៃដែរមុននឹងគាត់នឹងចូលរៀននោះទេគណៈពេលដែលទូប្រុសរបស់យើងកំពុងតែវឹកហាត់លោកគ្រូជនរបស់យើងបាននិយាយទៅកាន់ទូប្រុសថាពលមានរបស់អ្នកខ្ញុំមិនទាន់បាននិយាយជាមួយអ្នកនោះទេបន្ទាប់ពីលោកគ្រូជនរបស់យើងបាននិយាយចប់លោកគ្រូជនរបស់យើងឈរមើលទៅកាន់ទូប្រុសរបស់យើងកំពុងតែវឹកហាត់ហើយលោកគ្រូជនរបស់យើងបានប្រាប់ទៅកាន់ទូប្រុសថាឲ្យទូប្រុសរបស់យើងដាក់ស្មាឲ្យត្រង់គ្នាឲ្យគេថ្មីទូប្រុសរបស់យើងនឹងសម្លឹងទៅមកឲ្យត្រង់បន្ទាប់ពីពួកគេបានវឹកហាត់ចប់ពួកគេបានអង្គុយចប់ហើយលោកគ្រូជនបានប្រាប់ទៅកាន់ពួកគេថាមិនអីទេប៉ុណ្ណឹងបានហើយឲ្យអ្នកនរគ្នានឹងទៅហូបបាយថ្ងៃត្រង់សិនទៅបន្ទាប់ពីលោកគ្រូជនរបស់យើងបាននិយាយចប់ខ្ញុំនឹងទូប្រុសរបស់យើងបាននិយាយថាតើខ្ញុំនឹងវឹកហាត់រឿងនេះមិនអត់ទេហើយមែនតែខ្ញុំនឹងដឹងរឿងនេះតាំងយូរណាស់មកហើយបន្ទាប់ពីទូប្រុសរបស់យើងចប់គិតទូប្រុសរបស់យើងបានផ្លៃទៅមើលនារីដែលជនជាតិចិនមកហាត់ជាមួយនឹងគាត់ហើយទូប្រុសរបស់យើងអត់ដឹងគាត់អីនោះទេគាត់បានសុំទោសទៅកាន់នារីនេះខ្ញុំនឹងស្រាប់តែមានក្មេងស្រីពីរនាក់ដើរមកកាន់ទូប្រុសរបស់យើងហើយក្មេងស្រីពាក់អាវពណ៌សមានឈ្មោះគឹមហាយ៉ាននាងមានអាយុ16ឆ្នាំហើយម្នាក់ទៀតមានឈ្មោះថាលីមួយយ៉ងនាងមានអាយុត្រឹមតែ15ឆ្នាំនោះទេបន្ទាប់មកពួកគេបានសួរទៅកាន់ទូប្រុសថាទូប្រុសរបស់យើងណាលោកហាត់រួចនៅហើយពួកគេបានហៅទូប្រុសរបស់យើងនឹងទៅហូបបាយនឹងជុំគ្នាបន្ទាប់ពីពួកគេហៅទៅកាន់ទូប្រុសរបស់យើងទូប្រុសរបស់យើងបានលឿនមិនទេខ្ញុំលោកអូនស្រីដែលជនជាតិចិនបានយល់ចេញហើយអូនស្រីជនជាតិចិនបានទៅហូបបាយជាមួយនឹងពួកគេថាទូប្រុសរបស់យើងបានទៅហូបបាយជាមួយនឹងពួកគេទៅជារឿងរបស់យើងកាន់ឃើញទូប្រុសរបស់យើងកំពុងតែហូបបាយបន្ទាប់ពីទូប្រុសរបស់យើងបានហូបបាយឬទូប្រុសរបស់យើងបានចូលចាំទៅហើយទូប្រុសយើងបាននិយាយថាគាត់នឹងចែកលឿនណាស់ដោយសារតែកាពះរបស់គាត់នឹងទៅហើយគាត់បាននិយាយតទៅថាញ៉ាំលឿនគួរអស់មួយយ៉ាងដែរបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់ទូប្រុសរបស់យើងបានភ្លេចឃើញសោអេរបស់យើងទូប្រុសរបស់យើងបាននិយាយទៅកាន់សោអេនោះទេទូប្រុសរបស់យើងបានដើរចាញ់ទៅហើយខ្ញុំនៅមិត្តភក្តិសោអេរបស់យើងបាននិយាយថាខ្ញុំមើលទៅកាន់គាត់ដូចជាមិនអត់ពេលនឹងយើងនោះទេអូនស្រីអ្នកទីបាននិយាយថាពិតណាស់ការដែលគាត់មកមុនរបស់ខ្ញុំខំនិយាយមួយគាត់មិនបាននិយាយរកខ្ញុំវិញទេបន្ទាប់ពីមិត្តភក្តិសោអេរបស់យើងបាននិយាយចប់មើលទៅកាន់ទូប្រុសរបស់យើងកំពុងតែឆោតលេងខ្ញុំនៅសោអេរបស់យើងបានដើរមកកាន់ទូប្រុសរបស់យើងធ្វើឲ្យទូប្រុសរបស់យើងរៀងភ្ញាក់ផ្អើលមកដែរហើយខ្ញុំលោកសូអេរបស់យើងបានជំរាបសួរទៅកាន់ទូប្រុសហើយសូអេរបស់យើងបាននិយាយទៅកាន់ទូប្រុសហើយសូអេរបស់យើងនឹងអាយុក្រោមទូប្រុសមួយឆ្នាំទេខ្ញុំឲ្យទូប្រុសរបស់យើងនឹងនិយាយនឹងស្ទាក់ស្ទើរអីបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់ទៅកាន់សូអេនិយាយរួចខ្ញុំនៅទូប្រុសរបស់យើងបាននិយាយទៅកាន់សូអេថាខ្ញុំនឹងដឹងហើយខ្ញុំនៅសូអេរបស់យើងបាននិយាយទៅកាន់ទូប្រុសថាយើងនឹងបានជួបគ្នាដែលអ្នកមកទីនេះលើកដំបូងមែនទេហើយសូអេរបស់យើងបាននិយាយថាខ្ញុំចាំថាអ្នកនឹងហៅឈ្មោះរបស់ខ្ញុំកាលពីលើកមុនបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់ទៅកាន់សូអេសួរមកកាន់គាត់ចឹងទូ
ទូប្រុសរបស់យើងបានប្រាប់ទៅកាន់សក់អេមែនហើយនោះគឺជាខ្ញុំហើយសក់អេរបស់យើងបានសួរទៅកាន់ទូប្រុសថ្មីគុំទូប្រុសរបស់យើងនឹងស្គាល់ឈ្មោះទៅកាន់នាងចឹងបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់ប្រកាន់សក់អេសួរប្រកាន់គាត់ចឹងទូប្រុសរបស់យើងបានប្រាប់ប្រកាន់សក់អេថាគាត់នឹងស្គាល់តាមពីអ្នកគាត់នឹងស្គាល់ឈ្មោះនាងតាមពីនាងគ្រប់គ្រងហើយនាងអត់ខ្ញុំបាត់ស្គាល់ហើយអ្នកគ្រប់គ្រងគឺជាសាហ៊ីនរបស់យើងនេះទូប្រុសរបស់យើងបានប្រាប់ប្រកាន់សក់អេទៀតថាគាត់នឹងឮអ្នកគ្រប់គ្រងនិយាយពីសូអេរបស់យើងពិតជាស្អាតពេលគាត់ជប់ខាងក្រៅសូអេរបស់យើងពិតជាស្អាតដោយអ្នកគ្រប់គ្រងនិយាយមែនហើយនេះគឺជាលេសរបស់ទូប្រុសនោះទេបន្ទាប់ពីសូអេរបស់យើងបានស្ដាប់ទៅកាន់ទូប្រុសនិយាយមកកាន់គាត់ចឹងបន្ទាប់ពីទូប្រុសរបស់យើងបានប្រាប់ទៅកាន់សូអេធ្វើឲ្យមិត្តភក្តិសូអេរបស់យើងព្រាឆ្ងល់នឹងទូប្រុសហើយសូអេរបស់យើងបាននិយាយទៅកាន់ទូប្រុសវិញមិនអីទេបន្ទាប់ពីសូអេរបស់យើងបាននិយាយចាប់ទូប្រុសរបស់យើងបានដើរចាក់ចេញពីពួកគេលៀងក្នុងមិត្តភក្តិសូអេរបស់យើងបាននិយាយថាប្រហែលជាទូប្រុសរបស់យើងគាត់ចូលចិត្តនឹងអ្នកឯងបន្ទាប់មកសេរឿងរបស់យើងកម្មឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងថ្នាក់រៀនហើយទូប្រុសរបស់យើងកំពុងតែរៀនភាសាបរទេសបន្ទាប់ពីទូប្រុសរបស់យើងបានចាក់ចេញពីថ្នាក់រៀនទូប្រុសរបស់យើងបានចូលមកថ្នាក់ចម្រៀងបន្ទាប់ពីគាត់ហ្វឹកហាត់ចម្រៀងចប់ទូប្រុសរបស់យើងបានមកហ្វឹកហាត់កាយសម្បទានបន្ទាប់ពីគាត់បានហ្វឹកហាត់កាយសម្បទានដោយទូប្រុសរបស់យើងបានមកហ្វឹកហាត់រំផងដែរហើយទូប្រុសរបស់យើងបាននិយាយថាគាត់នឹងធ្វើការងារនឹងប្រចាំថ្ងៃហើយទូប្រុសរបស់យើងបាននិយាយថាគាត់នឹងធ្វើការងារបែបនេះដល់ម៉ោង2:10យប់អាធ្រាត្រដល់បន្ទាប់ពីទូប្រុសរបស់យើងបានរំចប់ទូប្រុសរបស់យើងបានមកទប់របស់គាត់ហើយពួកយើងបានឃើញទូប្រុសរបស់យើងកំពុងតែបើកមើលវីដេអូហើយវីដេអូទូប្រុសរបស់យើងកំពុងតែមើលគឺជាវីដេអូដែលក្មេងៗឬស្រីកំពុងតែរំនឹងហ្វឹកហាត់ខណៈពេលដែលទូប្រុសយើងកំពុងតែមើលវីដេអូពេលនោះទូប្រុសរបស់យើងបានលើកឃើញលោកគ្រូជនរបស់យើងបានប្រាប់ទៅកាន់គាត់ឲ្យគាត់នឹងហ្វឹកហាត់ឲ្យបានត្រឹមត្រូវបន្ទាប់មកទូប្រុសរបស់យើងបាននិយាយថាខ្ញុំនឹងមានទំនុកចិត្តទៅពេលដែលខ្ញុំនឹងរត់តាមផ្លូវដោយសារតែរាងកាយរបស់ខ្ញុំមិនទាន់សមស្របជាមួយនឹងគ្នានោះទេហើយទូប្រុសយើងនិយាយតទៅថាដោយសារតែគាត់ឥឡូវជាមនុស្សស្រីពីមុនគាត់ជាមនុស្សប្រុសហើយគាត់ឥឡូវគាត់ត្រូវតែធ្វើលំហាត់កាយដូចជាមនុស្សស្រីទូប្រុសរបស់យើងនៅជាមនុស្សប្រុសគាត់បាត់អីទេហើយទូប្រុសយើងបាននិយាយទេអូខ្ញុំនឹងដល់ម៉ោងដែលខ្ញុំនឹងទៅស្នាក់រៀនទៀតហើយបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចោលសេរឿងរបស់យើងកាន់ឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងឋានៈព្រាមនោះលូយិនរបស់យើងបានហៅទៅកាន់ទូប្រុសរបស់យើងហើយលូយិនរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងមិនទាន់ឆ្លើយអត្ថបទមែនទេព្រាមនោះទូប្រុសរបស់យើងបាននិយាយទៅកាន់លូយិនថាបានហើយលូយិនរបស់យើងបាននិយាយទៅកាន់ទូប្រុសថាឲ្យទូប្រុសរបស់យើងនឹងទៅធ្វើប័ណ្ណបង្ហាញឲ្យពួកគេបានមើលទៅបន្ទាប់ពីលូយិនរបស់យើងបាននិយាយចប់ធ្វើឲ្យទូប្រុសរបស់យើងភ្ញាក់ផ្អើលមែនតើដោយសារតែទូប្រុសរបស់យើងបានភ្លេចកិច្ចការដែលគេដាក់ឲ្យតែពីទូប្រុសរបស់យើងបាននិយាយចប់លូយិនរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងបានធ្វើកិច្ចការនោះទេខ្ញុំលោកទូប្រុសរបស់យើងបានប្រាប់ទៅកាន់លូយិនថាខ្ញុំបានធ្វើនោះទេឲ្យខ្ញុំនឹងសុំទោសផងបន្ទាប់ពីទូប្រុសរបស់យើងបានសុំទោសទៅកាន់លូយិនរបស់យើងបានប្រាប់ទៅកាន់ទូប្រុសថាអីទេនេះគ្រាន់តែជាកិច្ចការលើកដំបូងនៅក្រុមហ៊ុនបានដាក់ឲ្យនោះទេបន្ទាប់ពីពួកគេបាននិយាយចប់ទូប្រុសរបស់យើងបានតាមមកទឹកហើយទូប្រុសរបស់យើងបានគិតនៅក្នុងចិត្តថាប្រហែលជាវាអាចប៉ះពាល់ដោយការហ្វឹកហាត់របស់ខ្ញុំដោយសារតែខ្ញុំនឹងអាចបានធ្វើកិច្ចការដែលក្រុមហ៊ុនបានដាក់ឲ្យហើយវាអាចប៉ះពាល់ដល់ដែលខ្ញុំនឹងចូលធ្វើតែងលើកដំបូងទៀតផងហើយទូប្រុសរបស់យើងបាននិយាយតទៀតថាប្រហែលជាគាត់នឹងហ្វឹកហាត់នឹងពេលពឹងជ្រុលពេកហើយបើសិនជាគាត់មានរាងកាយតែមួយប្រហែលជាគាត់អាចស្រួលជាងនេះបន្តិចបន្ទាប់ពីទូប្រុសយើងបាននិយាយចប់ទូប្រុសយើងបានវិលមកហើយទូប្រុសរបស់យើងបាននិយាយថាខ្ញុំមិនអាចបើកថ្មិចមើលបានទេបន្ទាប់ពីទូប្រុសយើងបាននិយាយចប់ទូប្រុសយើងបានដើរតម្រង់ទៅបន្ទប់ទឹកហើយគាត់បាននិយាយថាអត់នោះទេខ្ញុំត្រូវតែសាងកម្លាំងខ្ញុំមកវិញហើយទូប្រុសយើងបានដើរចូលទៅក្នុងបន្ទប់ទឹកគឺថាទូប្រុសរបស់យើងបានចូលទៅក្នុងបន្ទប់ទឹកមនុស្សប្រុសហើយទូប្រុសយើងបាននិយាយថាគាត់នឹងយកទឹកកញ្ចាំងចាក់លើមុខរបស់គាត់ឲ្យគាត់នឹងស្វាងមកវិញគឺថាទូប្រុសរបស់យើងអត់ដឹងខ្លួនថាខ្លួនឯងនឹងចូលក្នុងបន្ទប់មនុស្សប្រុសនោះទេបន្ទាប់ពីទូប្រុសរបស់យើងបានដើរចូលទៅក្នុងបន្ទប់មនុស្សប្រុសហើយសេរីរឿងរបស់យើងបានមកដល់ទីបញ្ចប់ផងដែរ